សួស្តីបងប្អូនទាំងអស់គ្នាយប់នេះចេញមកឡងទៀតហើយដំណើរខ្មោចនៅយប់នេះគឺជារឿងរ៉ាវជីវិតរបស់បងស្រីម្នាក់ដែលគាត់បានលើកហេតុការណ៍ដ៏គួរឲ្យខ្លាចមួយដែលធ្លាប់កើតឡើងនៅក្នុងជីវិតរបស់គាត់ហើយហេតុការណ៍ដែលកើតឡើងចំពោះគាត់នៅពេលដែលខ្ញុំស្ដាប់ហើយពាក្យដែលថាគួរឲ្យខ្លាចហ្នឹងគឺវានៅស្រាលដោយសារតែរឿងមួយនេះគឺវាធ្ងន់ធ្ងរហើយវាគ្រោះថ្នាក់ទៀតបើសិនជាជួយមិនទាន់ទេអាចនឹងមានបញ្ហាផ្សេងដែលកើតឡើងច្រើនជាងនឹងទៀតចឹងណាហើយក្នុងរឿងរ៉ាវមួយនេះអាចនឹងមានសាច់រឿងមួយចំនួនដែលវាមានហេតុការណ៍មិនសូវសមរម្យប្រហែលទេនៅក្នុងរឿងហ្នឹងណាអញ្ចឹងមុននឹងចូលទៅស្ដាប់រឿងខ្ញុំសូមដាក់បំរាមតិចថារឿងមួយនេះបងប្អូនដែលមានអាយុតិចពេកមិនគួរស្ដាប់ទេដោយសារតែវាមានហេតុការណ៍ធ្ងន់ធ្ងរជាច្រើនកើតឡើងក្នុងហ្នឹងណាអញ្ចឹងរឿងនេះមិនស័ក្តិសមសម្រាប់ក្មេងៗទេហើយរឿងមួយនេះអាចនឹងរៀងវែងបន្តិចដោយសារតែវាមានហេតុការណ៍ជាច្រើនកើតឡើងចំពោះគាត់ណាហើយក៏អាចជារឿងមួយដែលពិបាកក្នុងការសម្រាយដែរប៉ុន្តែខ្ញុំនឹងព្យាយាមរៀបរៀងវាតាមលំដាប់លំដោយហើយនឹងព្យាយាមសម្រាយឲ្យលម្អិតដើម្បីឲ្យបងប្អូនងាយយល់អញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនណាស្ដាប់ចប់ហើយនៅតែមិនសូវយល់នៅតែមានចម្ងល់អីផ្សេងបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូនេះបានអូខេអញ្ចឹងខ្ញុំផ្ដើមវីដេអូតែប៉ុណ្្នឹងទេអញ្ចឹងកុំឲ្យខាតពេលយូរចូលសាច់រឿងរបស់យើងទាំងអស់គ្នារឿងរ៉ាវមួយនេះកើតឡើងយូរដែរហើយប្រហែលជា9ឆ្នាំមុនហើយជារឿងរ៉ាវរបស់បងស្រីម្នាក់ឈ្មោះថាចេនិចប៉ុន្តែឈ្មោះនេះគឺជាឈ្មោះដែលខ្ញុំដាក់ឲ្យគាត់ឯណាដោយសារតែខ្ញុំចង់លាក់ឈ្មោះលាក់ប្រវត្តិគាត់បន្តិចដោយសារតែរឿងនេះគឺប៉ះពាល់ធ្ងន់ធ្ងរទៅដល់គាត់ណាអញ្ចឹងខ្ញុំហៅគាត់ថាចេនិចអញ្ចឹងណាដោយចេនិចគាត់ជាកូនស្រីច្បងម្នាក់ដែលរស់នៅក្នុងគ្រួសារមួយដែលមានធុរកិច្ចហើយស្រាប់គឺគ្រួសារគាត់នឹងមានធុរកិច្ចមួយដែលជាធុរកិច្ចតជំនាន់ពីដូនតាមកហើយបច្ចុប្បន្នហ្នឹងធុរកិច្ចមួយហ្នឹងប៉ាម៉ាក់គាត់ក៏ផ្ទេរមកឲ្យចេនិចធ្វើតដោយសារតែប៉ាម៉ាក់គាត់អាយុក៏រៀងច្រើនហើយដែរអញ្ចឹងចេនិចរាល់ថ្ងៃគឺជាអ្នកចាត់ការទៅលើធុរកិច្ចមួយហ្នឹងហើយធុរកិច្ចហ្នឹងវាមិនជាធុរកិច្ចធំដុំអីប្រហែលទេគាត់តែថាវាជាធុរកិច្ចប្រចាំតកូលហើយចិញ្ចឹមគ្រួសារគាត់មករហូតណាហើយខ្ញុំប្រាប់តែប៉ុណ្្នឹងឯណាសូមអត់បញ្ជាក់ថាធុរកិច្ចអីទេណាដោយចេនិចគាត់ថាជីវិតគាត់តាំងពីក្មេងរហូតដល់អាយុ20ជាង70-30ឆ្នាំណាចេនិចគាត់ធ្លាប់មានសង្សារ2នាក់ហើយសង្សារ2នាក់ដែលគាត់ធ្លាប់មានហ្នឹងគឺជាមនុស្សប្រុសដែលមិនសូវឲ្យតម្លៃគាត់ហើយនិយាយពាក្យសម្ដីក៏មិនសូវព្រោះស្ដាប់ហើយពេលដែលឆ្លោះគ្នាម្ដងពេលខ្លះជេរគាត់ទៀតហើយខ្លះទៀតជ្រុលដល់ការប្រើអំពើហិង្សាដាក់គាត់ក៏មានដែរតែនេះគ្រាន់តែជារឿងអតីតមួយណាដោយសារតែសង្សារ2នាក់ដែលគាត់ធ្លាប់មានហ្នឹងឥឡូវបែកគ្នាហើយរស់នៅរៀងៗខ្លួនហើយគ្រាន់តែថាអានេះគឺជាបទពិសោធន៍ស្នេហាដែលគាត់មិនអាចបំភ្លេចបានអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យចេនិចគាត់អត់ចង់មានស្នេហាថ្មីទេដោយសារតែគាត់ខ្លាចប៉ះមនុស្សប្រុសដែលធ្វើបាបគាត់ទៀតណាប៉ុន្តែលុះរហូតដល់ថ្ងៃមួយក៏ធ្វើឲ្យចេនិចហ្នឹងគាត់ទៅជួបនឹងបុរសម្នាក់ដែលបុរសម្នាក់ហ្នឹងគឺគាត់ជាជនជាតិបរទេសគាត់ជាជនជាតិប្រាំងណាហើយចេនិចស្គាល់បុរសម្នាក់ហ្នឹងដោយការធ្វើធុរកិច្ចជាមួយគ្នាដោយថាប្រាំងម្នាក់ហ្នឹងមកតំណងចេនិចរឿងធុរកិច្ចហើយដល់ពេលនិយាយគ្នាយូរទៅនិយាយត្រូវគ្នាហើយប្រាំងម្នាក់ហ្នឹងក៏ឲ្យតម្លៃគាត់និយាយប្រុសស្ដាប់សុជីវធម៌អីផ្សេងគឺជាមនុស្សប្រុសដែលចេនិចគាត់ថាល្អមែនតើបើសិនជាមនុស្សស្រីណាបានគឺសំណាងអញ្ចឹងណាហើយចេនិចគាត់ថាដំបងឡើយ2នាក់គាត់ជាមួយនឹងជនបរទេសម្នាក់ហ្នឹងនិយាយគ្នាតែពីរឿងធុរកិច្ចទេប៉ុន្តែស្រាប់តែស្គាល់គ្នារហូតដល់ប្រហែលជា7-2ឆ្នាំបានបុរសម្នាក់ដែលជាជនជាតិប្រាំងហ្នឹងគាត់មកសុំតាក់ទងចេនិចសុំចេនិចធ្វើសង្សារហើយចេនិចគឺដូចប្រាប់មុននឹងអញ្ចឹងគាត់ឃើញបុរសម្នាក់ហ្នឹងល្អណាស់និយាយក៏ល្អពាក្យពេចន៍សម្ដីអីគឺគួរឲ្យគោរពទោះបីជាគាត់ជាជនជាតិបរទេសពិតមែនប៉ុន្តែគាត់អាចនិយាយខ្មែរបានហើយគាត់យល់ពីប្រពៃណីយល់ពីការនិយាយបែបសមរម្យមិនអញ្ចឹងទៅអញ្ចឹងចេនិចគាត់ពេញចិត្តហើយឥឡូវហ្នឹងប្រាំងម្នាក់ហ្នឹងមកសុំចេនិចដូចថាតាក់ទងលើសពីធុរកិច្ចលើសពីមិត្តភ័ក្តិអញ្ចឹងណាដែលភាសាសាមញ្ញរបស់យើងគេហៅសង្សារហ្នឹងប្រាំងម្នាក់ហ្នឹងមកសុំចេនិចធ្វើសង្សារអញ្ចឹងចេនិចក៏យល់ព្រមដោយសារតែស្គាល់យូរហ្នឹងមែនទេហើយចេនិចគាត់ថាពេលដែលគាត់តាក់ទងជាមួយនឹងប្រាំងម្នាក់ហ្នឹងប្រាំងម្នាក់ហ្នឹងគាត់ឈ្មោះថា Dennis ហើយអំឡុងពេលដែលចេនិចគាត់តាក់ទងជាមួយនឹង Dennis អស់រយៈពេល2ឆ្នាំចេនិចគាត់ថាបរិសម្នាក់ហ្នឹងអត់ដែលបដូរទេគឺចរិតគាត់នៅតែល្អនៅតែនិយាយស្ដីផ្អែមល្ហែមយកចិត្តទុកដាក់ជាមួយចេនិចដល់ពេលអញ្ចឹងទៅចេនិចគាត់ស្រឡាញ់បរិសម្នាក់ហ្នឹងកាន់តែខ្លាំងទៅស្រឡាញ់បែបហួងហែងស្រឡាញ់បែបដូចថាខ្លាចបាត់បង់អញ្ចឹងណាហើយ Dennis ហ្នឹងក៏ស្រឡាញ់ចេនិចដូចគ្នាហើយពេលដែលពួកគាត់តាក់ទងគ្នាបាន2ឆ្នាំហើយបានប្រាំងម្នាក់ហ្នឹងគាត់ហៅម៉ាក់ប៉ាគាត់ចូលស្ដីដណ្ដឹងចេនិចចូលស្ដីតាមប្រពៃណីខ្មែរយើងអញ្ចឹងណាហើយចេនិចក៏អត់មានប្រកែកអីដែរម៉ាក់ប៉ាចេនិចក៏យល់ព្រមដោយសារតែស្គាល់បរិសម្នាក់នឹងយូរហើយអញ្ចឹងមិនបាច់គិតអីច្រើនទេមែនទេហើយចុងក្រោយ2នាក់គាត់ហ្នឹងក៏ភ្ជាប់ពាក្យជាមួយគ្នាប៉ុន្តែពួកគាត់អត់ទាន់ការភ្លាមទេគឺចាំរហូតដល់ទៅ2ឆ្នាំក្រោយបានពួកគាត់ការដោយសារតែខាងប្រុសដូចថាគាត់មានធុរកិច្ចដែលគាត់ត្រូវធ្វើមិនទាន់ចប់អញ្ចឹងណាអញ្ចឹងគាត់សុំពេល2ឆ្នាំបានរៀបការ
ហើយចំណិចក៏តាមនឹងទៅហើយពេលដែលគាត់ភ្ជាប់ពាក្យហើយប្រាំងម្នាក់នោះអាសាមកលេងផ្ទះគាត់មែនតើហើយមិនធំតែមកលេងទេមកគេងនៅផ្ទះចំណិចនឹងទៀតមកអង្គុយញ៉ាំបាយជាមួយម៉ាក់ប៉ាចំណិចជាមួយនឹងប្អូនចំណិចនិយាយទៅធ្វើដូចជាកូនប្រសាអញ្ចឹងណាតែមិនតន់កាយគាត់ថាគាត់មកលេងជាប្រចាំហើយប្រើជីវិតយ៉ាងមានក្តីសុខអញ្ចឹងបានប្រហែលជាកន្លះឆ្នាំស្រាប់តែប្រាំងម្នាក់នោះគាត់ថាគាត់ត្រូវទៅធ្វើការនៅស្រុករបស់គាត់ដោយប្រាំងម្នាក់នោះសុកគាត់មកប្រាប់ចំណិចថាគាត់មានធុរកិច្ចមួយដែលគាត់ត្រូវទៅធ្វើនៅប្រាំងនោះប្រហែលជា 4-5 ខែអញ្ចឹងគាត់ក៏មកលាចំណិចហ្នឹងថាគាត់សុំទៅធ្វើការ 4-5 ខែហើយចាំគាត់ត្រឡប់មកខ្មែរយើងវិញណាហើយចំណិចក៏តាមនឹងទៅតែចិត្តគាត់មិនចង់ឲ្យទៅទេដោយសារតែដូចប្រាប់មុននឹងអញ្ចឹងគឺចំណិចគាត់ហួងហែងគាត់ស្រឡាញ់ខ្លាំងណាអញ្ចឹងគាត់អត់ចង់ឲ្យឃ្លាតគាត់ខ្លាចឃ្លាតទៅប្រាំងម្នាក់នឹងទៅមានស្រីផ្សេងឬក៏លួចលាក់មានថ្មីអីមិនបញ្ហាមែនទេហើយណាមួយអាប៉ែប្រាំងម្នាក់ហ្នឹងគាត់ក៏ធ្លាប់មានសង្សារដែរតែបច្ចុប្បន្នគឺគាត់បែកបាក់គ្នាអស់ណាគាត់មកតាក់ទងចំណិចនេះគឺគាត់នៅតែឯងទេគាត់នៅ single ទេគាត់តែថាប្រវត្តិគាត់ធ្លាប់មានសង្សារអញ្ចឹងចំណិចគាត់ជាមនុស្សស្រីដែលហួងហែងគាត់ចេះតែខ្លាចចេះតែបារម្ភអញ្ចឹងទៅតែចុងក្រោយគាត់ត្រូវឲ្យ Dennis ហ្នឹងទៅប្រាំងដើម្បីធ្វើការងាររបស់គាត់អញ្ចឹងទៅហើយចំណិចគាត់ថាក្រោយពេលដែល Dennis ទៅប្រាំងទៅបានប្រហែលជាមួយអាទិត្យទេស្រាប់តែ Dennis ហ្នឹងcall មកចំណិចហើយគាត់ call មកគាត់ប្រាប់ដំណឹងមួយដោយ Dennis គាត់ប្រាប់ថាអាកន្លែងការងារដែលគាត់មកធ្វើហ្នឹងគឺគាត់ជួបសង្សារចាស់របស់គាត់ថាដំបូងឡើយគាត់អត់ដឹងទេតែពេលដែលគាត់មកដល់ក្រុមហ៊ុនមួយហ្នឹងហើយគាត់ចូលទៅធ្វើការទៅគាត់ឃើញសង្សារចាស់គាត់នៅនឹងដែរហើយគាត់យកដំណឹងមួយហ្នឹងមកប្រាប់ចំណិចប៉ុន្តែ Dennis គាត់ប្រាប់ថាសង្សារចាស់របស់គាត់ហ្នឹងមានគ្រួសារហើយមានប្តីមានកូនមានអីអស់ហើយអញ្ចឹងមិនចាំបាច់បារម្ភខ្លាចគាត់ហ្នឹងទៅតាក់ទងជាមួយនឹងសង្សារចាស់វិញទេអាហ្នឹងគាត់ប្រាប់ចំណិចមកអញ្ចឹងណាហើយណាមួយរឿងអញ្ចឹងគាត់មិនចាំបាច់ប្រាប់ក៏បានដែរមែនទេប៉ុន្តែ Dennis គាត់ជាមនុស្សដែលស្មោះត្រង់ណាគាត់ទៅដល់គាត់ជួបសង្សារចាស់គាត់ក៏យករឿងហ្នឹងមកប្រាប់ចំណិចទាំងដែលមិនចាំបាច់ប្រាប់ក៏ចំណិចអត់មានថ្ងៃដឹងដែរមែនទេតែហ្នឹងឲ្យចាត់ទុកថាគាត់ជាមនុស្សដែលស្មោះត្រង់ជាមួយចំណិចអញ្ចឹងណាហើយចំណិចគាត់ឮអញ្ចឹងគាត់យល់ថា Dennis មិនទៅតាក់ទងសង្សារចាស់វិញទេប៉ុន្តែចំណិចគាត់ជាមនុស្សដែលគិតច្រើនជាមនុស្សដែលភ័យច្រើនគិតច្រើនហួងហែងតែឯងអីតែឯងហ្នឹងណាទាំងដែល Dennis គាត់ប្រាប់ហើយថាសង្សារចាស់គាត់មានគ្រួសារហើយគេមានគ្រួសារគេមានប្តីអស់ហើយអញ្ចឹងបាច់បារម្ភបាច់ភ័យទេតែចំណិចនេះនៅតែភ័យនៅតែគិតច្រើនចុះគូនដឹងគាត់ទៅធ្វើការកន្លែងជាមួយសង្សារចាស់មិនឲ្យចំណិចគាត់បារម្ភមិនកើតមែនទេអញ្ចឹងចំណិចគាត់គិតច្រើនមែនតើហើយដល់ពេលគាត់គិតច្រើនអញ្ចឹងចំណិចគាត់ក៏ទៅរកគ្រូទាយគាត់ឆ្លៀតពេលទៅពីការងារគាត់ហ្នឹងគាត់ទៅរកគ្រូទាយណាប៉កែទាយឈុតអីចឹងគាត់ទៅទាយហើយពេលគាត់ទៅទាយម្ដងគឺគាត់ទាយដដែលគាត់ទាយតែម្យ៉ាងគាត់គឺគាត់ចង់ដឹងថាគាត់ជាមួយនឹង Dennis គូតណ្ដឹងគាត់ហ្នឹងបានរៀបការជាមួយគ្នាអត់វាមានឧបសគ្គអីកើតឡើងអត់រវាងពេលវេលាដែលមិនតន់រៀបការហ្នឹងហើយចំណិចគាត់ថាពេលដែលគាត់ទៅសួរគ្រូទី1គេថាល្អគេថាគាត់ហ្នឹងជាមួយនឹង Dennis គឺជាគូនឹងគ្នាហើយមិនចាំបាច់ខ្លាច Dennis ទៅតាក់ទងជាមួយនឹងស្រីណាផ្សេងទេដោយសារតែ Dennis ហ្នឹងគឺស្រឡាញ់ចំណិចស្រឡាញ់ចេញពីចិត្តស្រឡាញ់ចង់បានជាគូអនាគតអញ្ចឹងណាអញ្ចឹងចំណិចគាត់សប្បាយចិត្តណាប៉ុន្តែសប្បាយចិត្តពិតមែនតែគាត់មិនទាន់អស់ចិត្តទេគាត់នៅតែគិតច្រើននៅតែបារម្ភណាអញ្ចឹងចំណិចគាត់ក៏ទៅរកគ្រូផ្សេងទៀតរកគ្រូទស្សទាយហ្នឹងហើយទៅដល់សួរគេដូចដើមថា Dennis ទៅធ្វើការនៅប្រាំងហ្នឹងDennis លួចក្បត់ចិត្តគាត់អត់ Dennis មានលួចលាក់ឬក៏មានស្រីមានអីអត់អញ្ចឹងណាតែគ្រូទី2ហ្នឹងក៏ប្រាប់មកដូចគ្រូទី1អញ្ចឹងគាត់ថាមិនបាច់បារម្ភទេ Dennis ហ្នឹងគឺស្រឡាញ់ចំណិចណាទោះបីជាគាត់ទៅធ្វើការនៅណាក៏ដោយក៏គាត់មិនមានថ្មីដែរហើយគាត់មិនលួចលាក់អីទេហើយចំណិចជាមួយនឹង Dennis តាមថ្ងៃខែឆ្នាំកំណើតគឺជាគូព្រេងនឹងគ្នាអញ្ចឹងគ្រូទី2ហ្នឹងគាត់ថាមិនបាច់ភ័យទេដឹងតែបានរៀបការជាមួយគ្នាហើយមិនគិតច្រើនទេអញ្ចឹងចំណិចហ្នឹងគាត់សប្បាយចិត្តម្ដងទៀតណាប៉ុន្តែកន្លងពីហ្នឹងប្រហែលជាមួយអាទិត្យទៅមុខទៀតដោយថាចំណិចគាត់ call ទៅ Dennis នៅប្រាំងហ្នឹងគាត់ call ទៅ Dennis អត់លើក call ទៅ Dennis ចេះតែរវល់នេះរវល់នោះដល់ពេលអញ្ចឹងទៅចំណិចនេះគិតច្រើនទៀតនិយាយទៅមនុស្សស្រីដែលគិតច្រើនណាបងប្អូនអាចយល់ហើយមែនទេពេលខ្លះគេអត់មានធ្វើអីទេខាងប្រុសហ្នឹងគេគិតតែពីធ្វើការឬមួយក៏គេគេងមិនតាន់ងើបផងក៏មិនដឹងដែរប៉ុន្តែចំណិចនេះចេះតែគិតតែអូយសង្ស័យទៅនិយាយជាមួយសង្សារចាស់ហ្មងសង្ស័យទៅនេះទៅនោះនិយាយទៅគិតតែឯងអីតែឯងអញ្ចឹងណាអញ្ចឹងចំណិចហ្នឹងគាត់ក៏ទៅរកគ្រូទីផ្សេងមើលទៀតហើយគាត់ថាគាត់រកគ្រូអស់3នាក់គ្រូទី3ហ្នឹងនិយាយដូចគ្រូទី1ហើយនិងទី2អញ្ចឹងគឺគេថាចំណិចជាមួយនឹង Dennis គឺជាគូព្រេងនឹងគ្នាប៉ុន្តែចំណិចគាត់ថាពេលដែលគាត់ទៅជួបគ្រូទី4ដែលគ្រូទី4ហ្នឹងគឺជាមនុស្សប្រុសហើយគ្រូទី4ហ្នឹងគាត់មិនត្រឹមតែជាគ្រូទីទេគឺគាត់ជាគ្រូបញ្ជាន់រូបឬក៏ភាសាងាយយល់គឺគ្រូចូលរូបគ្រូម្នាក់ហ្នឹងមុនពេលដែលគាត់ទាយគឺគាត់ចូលរូបសិនហើយពេលដែលគាត់ចូលរូបហ្នឹងបានគាត់ទស្សទាយឲ្យភ្ញៀវដែលទៅមើលនឹងគាត់ហ្នឹង
ហើយចំណិចគាត់បានអាស្រ័យដ្ឋានគ្រូម្នាក់នោះតាមគេល្បីតគ្នាចឹងចំណិចគាត់ក៏ធ្វើដំណើរទៅផ្ទះគ្រូម្នាក់នោះទៅប៉ុន្តែពេលគាត់ទៅគាត់អត់ហ៊ានទៅតែឯងទេគាត់នាំមិត្តភក្តិស្រីទៅម្នាក់ដោយសារតែផ្ទះគ្រូនឹងនៅឯខេត្តណាហើយនៅខេត្តមួយដែលគាត់មិនធ្លាប់ទៅអញ្ចឹងគាត់ក៏រកគ្នាដើម្បីទៅជាមួយហើយចំណិចក៏ទៅជាមួយនឹងមិត្តភក្តិស្រីរបស់គាត់នឹងទៅហើយគាត់ទៅដល់ផ្ទះគ្រូម្នាក់នោះភ្លាមណាគូមានភ្ញៀវទៅច្រើនមែនតើដូចថាគេទៅឲ្យគ្រូម្នាក់នឹងទីតែគ្រូម្នាក់នោះរៀងអាត់កំបាំងបន្តិចអ្នកដែលត្រូវទីជាមួយគាត់ណាគឺត្រូវតែឡើងទៅលើផ្ទះហើយចូលទៅក្នុងបន្ទប់ហើយនៅក្នុងបន្ទប់គ្រូម្នាក់ហ្នឹងគឺសុទ្ធតែអាសនៈសុទ្ធតែវត្ថុស័ក្តិសិទ្ធិរបស់គាត់កន្លែងអុជធូបកន្លែងអីរបស់គាត់ហ្នឹងទៅពេញមកបន្ទប់ហើយអ្នកដែលចង់ទីហ្នឹងចូលទៅក្នុងបន្ទប់ហ្នឹងទៅហើយបិទទ្វារបិទអីចិត្តអត់ឲ្យអ្នកក្រៅឃើញទេអញ្ចឹងអ្នកដែលមកក្រោយគឺត្រូវតែអង្គុយចាំហើយពេលដែលចំណិចទៅហ្នឹងគឺឃើញគេអង្គុយចាំមកកណោអង្គុយចាំនៅអាជាន់ក្រោមណាផ្ទះគ្រូហ្នឹងគឺផ្ទះ2ជាន់ថ្មក្រោមឈើលើហើយគ្រូម្នាក់ហ្នឹងគាត់នៅលើហើយនៅខាងក្រោមគឺជាម៉ាក់ប៉ារបស់គាត់ហើយនឹងសាច់ញាតិរបស់គាត់ហ្នឹងដែលនៅចាំទទួលភ្ញៀវអញ្ចឹងចំណិចពេលហ្នឹងគាត់ទៅដល់គាត់ក៏អង្គុយចាំនៅជាន់ក្រោមហ្នឹងទៅហើយគាត់ថាគាត់អង្គុយចាំយូរមែនតើពេលដែលគាត់ទៅរកគ្រូហ្នឹងម៉ោងប្រហែលជាម៉ោង10ទៅ2:10តែគាត់អង្គុយចាំរហូតដល់ម៉ោង3ថ្ងៃបានគាត់បានទៅទីជាមួយគ្រូម្នាក់ហ្នឹងអញ្ចឹងបងប្អូនគិតមើលថាចំណិចគាត់តស៊ូដល់កម្រិតណាតែក៏ដល់វេនគាត់ទៅហើយគ្រូម្នាក់ហ្នឹងក៏ហៅចំណិចឡើងទៅលើតែពេលដែលចំណិចឡើងទៅលើគឺគាត់ឡើងតែឯងទេមិត្តភក្តិគាត់អង្គុយនៅក្រោមណាហើយចំណិចគាត់ក៏ឡើងទៅលើទៅហើយចូលទៅក្នុងបន្ទប់ជាមួយគ្រូម្នាក់នោះទៅហើយពេលដែលចំណិចគាត់ចូលទៅក្នុងបន្ទប់ដំបងណាគាត់រៀងភ័យដែរណាដោយសារតែគ្រូម្នាក់នោះពេលដែលគាត់ចូលទៅក្នុងបន្ទប់ភ្លាមគ្រូម្នាក់នោះងើបឡើងមកបិទទ្វារអញ្ចឹងទៅនៅក្នុងបន្ទប់នោះមានតែចំណិចជាមួយនឹងគ្រូម្នាក់នោះតែ2នាក់ទេហើយដល់ពេលអញ្ចឹងចំណិចគាត់មិនរៀងភ័យមែនទេប៉ុន្តែដល់ពេលនិយាយជាមួយគ្រូម្នាក់នោះមកផ្លែទៅគ្រូម្នាក់នោះដូចថាសម្ដីគាត់រៀងផ្អែមល្ហែមសម្ដីគាត់ដូចថាធ្វើយើងមិនសូវជាខ្លាចអីប្រហែលណាប៉ុន្តែចំណិចគាត់ថាគ្រូម្នាក់នោះពេលដែលគាត់ចូលទៅក្នុងបន្ទប់ជាមួយគ្រូម្នាក់នោះអត់មានពាក់អាវទេគាត់ដោះអាវគាត់ស្លៀកតែខោទេហើយខ្លួនគាត់នេះសុទ្ធតែសាក់បែបយ័ន្តបុរាណមុនអាគមខ្មែរយើងហ្នឹងសាក់ឡើងពេញខ្លួនសុទ្ធតែអសពេញខ្លួនហើយរូបរាងគាត់ចំណិចគាត់ថាងាយចាំមែនតើគ្រូម្នាក់នោះគាត់ស្គមហើយមុខគាត់ស្រួចមុខទូចស្រួចហើយក្បាលអត់មានសក់ទេប៉ុន្តែមានសាក់ពេញក្បាលហើយពេលដែលគាត់ងើបឈរដើរអីហ្នឹងគឺរាងរៅរបស់គាត់យើងគ្រាន់តែឃើញគឺចំណាំហ្មងគាត់ដើរមិនសូវដូចគេអីប្រហែលណាគាត់ដើររៀងកោងបន្តិចចឹងណាហើយបានអង្គុយនិយាយគ្នាទៅគ្រូម្នាក់ហ្នឹងគាត់សួរចំណិចថាចង់មកទីពីអីហើយមកធ្វើអីចឹងណាបានចំណិចហ្នឹងគាត់ប្រាប់ទៅគាត់ថាគាត់មានគូដណ្ដឹងម្នាក់នៅស្រុកគេហើយគូដណ្ដឹងគាត់ហ្នឹងជាជនជាតិបរទេសអញ្ចឹងគាត់ចង់មកឲ្យលោកគ្រូមើលថាគូដណ្ដឹងគាត់ហ្នឹងទៅធ្វើការនៅស្រុកក្រៅមានលួចក្បត់គាត់ឬក៏លួចតាក់ទងអ្នកណាអ្នកណីផ្សេងក្រៅពីគាត់អត់ចឹងណាហើយបានគ្រូម្នាក់ហ្នឹងគាត់ថាគាត់សុំលេខថ្ងៃខែឆ្នាំកំណើតទាំង2នាក់ទាំងចំណិចជាមួយនឹង Dennis ហើយចំណិចក៏គាត់ដាក់กระดาษឲ្យគ្រូម្នាក់ហ្នឹងទៅហើយគាត់តែកត់ហើយគ្រូម្នាក់ហ្នឹងគាត់យកថ្ងៃខែឆ្នាំកំណើតចំណិចជាមួយនឹងគូដណ្ដឹងគាត់ហ្នឹងដាក់នៅលើជើងពៀនហើយគ្រូម្នាក់ហ្នឹងគាត់ក៏អុជធូបហើយគាត់អង្គុយស្ងៀមដូចលក្ខណៈមនុស្សតាំងសមាធិអញ្ចឹងណាហើយបានគាត់តាំងសមាធិហើយគាត់ប្រកាច់កថៈដូចរបៀបមនុស្សចូលរូបកថៈអញ្ចឹងហើយពេលហ្នឹងចំណិចគាត់ភ្ញាក់ដែរណាដូចថាសុកលោកគ្រូកថៈអញ្ចឹងពីណាមិនភ័យមែនទេហើយលោកគ្រូម្នាក់ហ្នឹងពេលដែលគាត់កថៈមកសតុះហើយបានគាត់ស្រែកមកដាក់ចំណិចគាត់ស្រែកបែបគំរោះគំរើយហ្មងណាអានេះភ័យទោសណាបងប្អូនណាគាត់ហៅចំណិចសុទ្ធតែនាងឯងគ្រូម្នាក់ហ្នឹងគាត់ថាលេខថ្ងៃខែឆ្នាំកំណើតនាងឯងជាមួយនឹងគូដណ្ដឹងនាងឯងមិនបានរៀបការជាមួយគ្នាទេហើយលេខថ្ងៃខែឆ្នាំកំណើតនាងឯងហ្នឹងគឺជាលេខដែលត្រូវបាត់បង់របស់ដែលខ្លួនស្រឡាញ់ហើយចំណិចគាត់លឺអញ្ចឹងគាត់សួរថាលោកគ្រូបាត់បង់របស់ដែលខ្លួនស្រឡាញ់ហ្នឹងគឺជាពីណាគេគឺជាអីគេលោកគ្រូចង់សម្ដៅទៅលើមនុស្សឬក៏វត្ថុប្រើប្រាស់ឬក៏អីផ្សេងអញ្ចឹងណាបានគ្រូម្នាក់ហ្នឹងគាត់ថាគឺគូដណ្ដឹងនាងឯងហ្នឹងហើយគឺ Dennis ហ្នឹងគ្រូម្នាក់ហ្នឹងគាត់ថាចំណិចនឹងត្រូវបាត់បង់ Dennis ហើយចំណិចហ្នឹងគាត់លឺអញ្ចឹងគាត់អារម្មណ៍មិនសូវស្រួលអញ្ចឹងគាត់ក៏សួរទៀតគាត់ថាបាត់បង់របៀបម៉េចដោយសារតែ Dennis គឺស្រឡាញ់គាត់ណាស់បច្ចុប្បន្នណាគឺស្រឡាញ់គាត់ណាស់មិនអាចនឹងបែកបាក់គ្នាបានទេតែគ្រូម្នាក់ហ្នឹងគាត់និយាយមកចំហ្មងនិយាយដូចមើលឃើញអញ្ចឹងគាត់ថា Dennis គូដណ្ដឹងចំណិចហ្នឹងតិចទៀតនឹងត្រូវបែកបាក់ពីចំណិចហើយគេត្រឡប់ទៅរកសង្សារចាស់គេវិញគ្រូម្នាក់ហ្នឹងគាត់និយាយចឹងហ្មងទាំងដែលចំណិចមិនទាន់ប្រាប់ទេថា Dennis ទៅធ្វើការនៅស្រុកគេទៅធ្វើការកន្លែងជាមួយនឹងសង្សារចាស់គាត់ពីមុនចំណិចអត់បានប្រាប់ទេប៉ុន្តែគ្រូម្នាក់ហ្នឹងគាត់និយាយចេញមកចំហ្មងហើយដល់ពេលចឹងទៅចំណិចគាត់មិនភ័យហើយគាត់ក៏ព្យាយាមអធិប្បាយប្រាប់គ្រូម្នាក់ហ្នឹងគាត់ថាលោកគ្រូគូដណ្ដឹងខ្ញុំគាត់ក៏បានលើករឿងហ្នឹងមកប្រាប់ខ្ញុំដែរហើយណាមួយសង្សារចាស់របស់គាត់ពីមុនហ្នឹងឥឡូវគេមានគ្រួសារហើយគេក៏មានកូនហើយដែរអញ្ចឹងដូចជាមិនអាចទៅរួចទេដែលគាត់ត្រឡប់ទៅតាក់ទងគ្នាវិញណាប៉ុន្តែលោកគ្រូម្នាក់ហ្នឹងគាត់ដាក់មួយម៉ាត់ចេញមកគាត់ថានាងឯងចាំតតែបាត់បង់វាសិនបាទនាងឯងជឿអញមែនគឺគាត់និយាយសម្ដីចឹងមកហ្មងអានេះអភ័យទោសណាបងប្អូនណានិយាយបែបឆ្លើយមែនតើអ
vậy tới AP quạt mình toàn châu ruột á con vậy sùa vậy pro snap phần tái P đã châu ruột hói tao chưa sầm đây chơi mình đang chuyện nẹt ta vậy thì ní dây tranh màu cũng rơi mình tênไอ้ con vậy mà mắt nó á thà chăm to tại bát bong mến bàn đừng ai chưa ăn AP mà mắt nó hói bàn phơi ao trên này cọt phơi cả nó khăng tơ á chẳng trên này nó cọt cò xua là kêu mình nẹt nông tơ cò xua than chân ao nhom thơm mấy ao nhom thơm mấy bàn ao pi nẹt nhom nơi ta sẵn lạnh kia bàn rệp ca cho mũi kia chẳng á bàn khô mình nẹt nó cọt tha ao trên này nó á từ gió sầm liệp bồng pẹ bọt Dennis cho mũi nó trên này nó á mà nẹt mà cặp play màu do mà ao cọt hay chăm cọt phơi bị thị ao ấy trên này còn là lương chẳng cọt cất không chất á có thấy tịch khô mình nẹt nó cọt do sầm liệp bồng pẹ bộ cọt màu phơi bị thị ấy mình lọ tới mình rương ấy mày nè còn tại trên này cọt tha cọt còn ta cất không chất nữa á lên khô mình nẹt nó á cọt giấy tranh màu mỏng có thăm bạch phơi đi anh mình phường bữa đã bụi đi cứ con giấy tranh màu mỏng đang đại trên này ót ban giấy tranh màu cái na còn ta cất không chất á đôi thằng cọt phơi giống na ta khổ mình nè nó giấy tranh màu trong mỏng đôi là bếp quạt mơ khơi chặt trên đấy chứ ở đâu bây chân tới trên đấy quạt mình căn ta chưa mày nè chẳng trên đấy nó quạt có xua thòng bằng tơ quạt xua là khổ do sầm liệp bồng pẹ bộ nhom thằng pi nè nó á màu phơi ấy kia bàn là khổ nó còn giấy bịa sầm đấy bao con nó á có thằng anh do máu đầm bay phơi bị thí oi pi nè ấy nó á chọp kia anh do ngày khai năm cầm nào anh do đuông do rồi xây pi nè ấy nó á mà tròn chọp kia chẳng tụ bây giờ Dennis nó á tới đó chương mê cả đòi có mình plek trên đấy đàiដោយសារតែលោកគ្រូម្នាក់ហ្នឹងគាត់ធ្វើពិធីចងពីអ្នកគាត់ឲ្យជាប់ឲ្យគ្មានថ្ងៃឃ្លាតពីគ្នាបានអញ្ចឹងណាហើយចំណុចគាត់លឺអញ្ចឹងគាត់ចាប់អារម្មណ៍ហើយណាមួយដូចនិយាយមុននឹងអញ្ចឹងគឺគាត់ជឿហើយពេលហ្នឹងណាជឿ 100% អញ្ចឹងគាត់ក៏យល់ព្រមគាត់ថាចាំគាត់ត្រឡប់ទៅយកសម្លៀកបំពាក់ Dennis ជាមួយនឹងសម្លៀកបំពាក់គាត់ហ្នឹងមកឲ្យលោកគ្រូម្ដងទៀតហើយបាននិយាយគ្នាមកសតុះទៀតទៅបានលោកគ្រូម្នាក់ហ្នឹងគាត់ចេញពីរូបមកវិញហើយពេលដែលគាត់ចេញពីរូបមកវិញណាគឺគាត់និយាយធម្មតាគាត់ថាអូនមកហើយហើយមិញហ្នឹងមិនដែរលោកគ្រូគាត់ប្រាប់អីខ្លះនិយាយទៅគាត់និយាយដូចគាត់អត់ដឹងអីចឹងណាទាំងដែលមុនហ្នឹងគាត់ចូលរូបគាត់និយាយជាមួយយើងតែដល់ពេលគាត់ចេញពីរូបវិញគាត់សួរចំណែកថាមិនហើយមិញលោកគ្រូនិយាយអីខ្លះហើយលោកគ្រូឲ្យធ្វើអីខ្លះកុំភ្លេចធ្វើតាមលោកគ្រូប្រាប់ណាហើយបានចំណែកហ្នឹងគាត់ប្រាប់ទៅគាត់ថាមិញលោកគ្រូឲ្យយកកៅអៅយកអីមកនិយាយទៅនិយាយរៀបរាប់រឿងមុនហ្នឹងណាប្រាប់លោកគ្រូម្នាក់ហ្នឹងហើយលោកគ្រូម្នាក់ហ្នឹងក៏និយាយទៅគាត់ថាបើសិនជាគ្រូធំឲ្យធ្វើអីធ្វើតាមទៅនឹងបានលទ្ធផលល្អចឹងណាអញ្ចឹងចំណែកគាត់ក៏ចាស់តាមហ្នឹងទៅហើយពេលដែលគាត់ទេហើយបានចំណែកហ្នឹងគាត់ចេញពីផ្ទះគ្រូម្នាក់ហ្នឹងមកវិញប៉ុន្តែមុននឹងចេញក៏ជូនជាសគុណជូនជាបច្ច័យតិចតួចចឹងណាតែមិនមែនតិចពេកទេ$700គាត់ជូនគ្រូម្នាក់ហ្នឹងទៅហើយបានគាត់ចុះមកក្រោមហើយហៅមិត្តភក្តិគាត់ហ្នឹងចេញទៅក្រៅវិញហើយពេលដែលគាត់បើកឡានទៅវិញមិត្តភក្តិគាត់ក៏ព្យាយាមសួរចំណែកដែរថាមិនហើយទៅទាយហ្នឹងគ្រូទាយថាមិនខ្លះល្អឬអត់ចឹងហ៎បានចំណែកហ្នឹងគាត់ប្រាប់ត្រួសទៅគាត់មិនចង់និយាយលំអិតអីប្រហែលណាគាត់ថាអត់អីទេគ្រប់យ៉ាងវាល្អអត់មានបញ្ហាអីទេចំណែកគាត់ប្រាប់មិត្តភក្តិគាត់អញ្ចឹងដោយសារតែគាត់មកទាយហ្នឹងគាត់ក៏ហក់មិត្តភក្តិគាត់ថាគាត់មកទាយរឿងរ៉ូស៊ីមកទាយរឿងធុរកិច្ចតែការពិតមិនមែនទាយរឿងធុរកិច្ចទេគាត់មកទាយរឿងគូណ្ដឹងរបស់គាត់ហើយដល់ពេលមិត្តភក្តិសួរអញ្ចឹងទៅគាត់ក៏ព្យាយាមលាក់ទៅគាត់ថាអត់អីទេហើយក៏ធ្វើដំណើរមកទីក្រុងវិញហ្នឹងទាំងល្ងាចហើយពេលដែលចំណែកគាត់ត្រឡប់មកដល់ផ្ទះគាត់វិញគាត់ថាដំបងឡើយគាត់នៅគិតសិនគាត់នៅគិតថាគួរតែយកសម្លៀកបំពាក់ពួកគាត់ទាំងពីរនាក់ហ្នឹងទៅធ្វើពិធីអត់ដោយសារតែឥឡូវហ្នឹងគឺមិនទាន់មានរឿងអីកើតឡើងទេដូចយើងស្ដាប់មកតាំងពីដំបូងអញ្ចឹងពីរនាក់គាត់ឥឡូវនេះមិនទាន់មានរឿងអីទេគ្រាន់តែអានេះគឺជាអ្វីដែលចំណែកគាត់ខ្លាចគាត់ភ័យដល់ខ្លួនឯងអញ្ចឹងគាត់ពងតែគិតថាគួរតែយកទៅធ្វើពិធីអត់ហើយបើយកទៅធ្វើទៅស្រាប់តែវាខុសតំណងអីមួយយ៉ាងថ្ងៃក្រោយមានបញ្ហាអីទៅធ្វើម៉េចមែនទេអញ្ចឹងម្លងពេលប្រហែលថ្ងៃហ្នឹងគឺចំណែកគិតច្រើនមែនតើហើយពេលដែលគាត់គិតច្រើនហ្នឹងគាត់ថាគាត់ខលទៅគូណ្ដឹងរបស់គាត់ Dennis ហ្នឹងគាត់ខកអត់ចូលទេហើយពេលខ្លះទៀតខលចូលប៉ុន្តែ Dennis អត់លើកដូចរវល់អីមួយយ៉ាងចឹងទៅរហូតតតែរៀងយប់ច្រើនតិចបាន Dennis ហ្នឹងខលមកចំណែកវិញហើយគាត់ប្រាប់ទៅគាត់ថាគាត់រវល់ការងារគាត់ធ្វើការងារច្រើនអីចឹងទៅគាត់តនេតែយប់ហើយគាត់ក៏សុំទៅចំណែកទៅប៉ុន្តែស្អែកឡើងចំណែកគាត់ខលទៅ Dennis អត់លើកទៀតនិយាយទៅគាត់មានខ្វល់ខ្វាយជាមួយនឹងចំណែកសោះហើយដល់ពេលចឹងធ្វើឲ្យចំណែកកាន់តែគិតច្រើនចេះតែនឹកឃើញសម្ដីគ្រូម្នាក់នោះថាសង្ស័យ Dennis គាត់ក្បត់ចិត្តគាត់លួចទៅតាក់ទងសង្សារចាស់របស់គាត់អាឡ័យតែនិយាយគ្នាគាត់អត់មានខ្វល់ពីចំណិចអីចឹងណាពេលហ្នឹងគឺគិតអញ្ចឹងគិតតែឯងអីហ្នឹងហើយដល់ពេលអាការគិតច្រើនអាការបារម្ភទាំងអស់ហ្នឹងហើយបានធ្វើឲ្យចំណិចគាត់សម្រេចចិត្តថាយកសម្លៀកបំពាក់របស់គាត់ហ្នឹងមកកាផ្លេជាមួយនឹងសម្លៀកបំពាក់របស់ Dennis មកកាផ្លេយកទៅឲ្យគ្រូម្នាក់នោះធ្វើពិធីចងពីអ្នកគាត់ឲ្យជាប់កុំឲ្យឃ្លាតពីគ្នាហើយ Dennis អាសាមកលេងផ្ទះគាត់អាសាមកគេងមកអីចឹងទៅអញ្ចឹងសម្លៀកបំពាក់របស់ Dennis ក៏មាននៅផ្ទះគាត់ដែរអញ្ចឹងចំណិចហ្នឹងគាត់ក៏យកទៅម្នាក់មកកាផ្លេហើយធ្វើដំណើរទៅរកគ្រូម្នាក់នៅខេត្តណា
ប៉ុន្តែទៅលើកហ្នឹងគឺចំណេញគាត់ទៅតែឯងទេដោយសារតែគាត់ធ្លាប់ទៅម្ដងហ្នឹងអញ្ចឹងគាត់ស្គាល់ផ្លូវគាត់មិនសូវជាភ័យអីប្រហែលណាអញ្ចឹងក៏ទៅតែឯងអីតែឯងហ្នឹងហើយចំណេញគាត់ថាគាត់ទៅដល់ផ្ទះគ្រូម្នាក់ក្នុងថ្ងៃហ្នឹងណាគាត់ថារៀងប្លែកដោយសារតែលើកមុនមកឃើញមនុស្សច្រើនមែនតើប៉ុន្តែថ្ងៃនេះអត់មានមនុស្សលេងគឺមានតែចំណេញម្នាក់ឯងហ្នឹងអញ្ចឹងចំណេញគាត់គ្រាន់តែមកដល់គាត់ឡើងទៅជួបគ្រូម្នាក់ហ្នឹងភ្លាមហើយឡើងទៅដល់គ្រូម្នាក់ហ្នឹងគាត់ក៏បិទទ្វារបន្ទប់បិទអីជិតអស់ហើយបានគាត់មកនិយាយជាមួយនឹងចំណេញថាសម្រាប់ចិត្តធ្វើឲ្យមែនពីព្រោះបាត់ឡើង 4-5 ថ្ងៃលោកគ្រូស្មានតែកូនឯងអត់មកធ្វើពិធីឯតើលោកគ្រូម្នាក់ហ្នឹងគាត់និយាយអញ្ចឹងណាហើយចំណេញគាត់ថាគាត់រវល់ការងារគាត់ទៅតែថ្ងៃហ្នឹងណាអញ្ចឹងគាត់ក៏យកមកធ្វើពិធីទៅហើយគាត់តែយកសម្លៀកបំពាក់ពួកគាត់មកដល់គ្រូម្នាក់ហ្នឹងចាប់ផ្ដើមទៀតហ่ะគេអុជធូគេមួយអញ្ចឹងទៅហើយគេកធាក់បកាច់ដូចរបៀបមនុស្សត្រូវឆ្នាំកដោអញ្ចឹងណាកធាក់បែបចូលរូបរបស់គេហ្នឹងហើយដល់ពេលគេចូលរូបហើយលោកគ្រូម្នាក់ហ្នឹងស្រែកថាឲ្យចំណេញថាឯងមកយូរម៉េចអញឲ្យយកកៅអៅម្នាក់មកកាផ្លេមកធ្វើពិធីហើយហេតុអីចាំតតែថ្ងៃហ្នឹងបានមកដល់ហើយដឹងអត់វាចិត្តទៅចោលហើយវាចិត្តទៅនៅជាមួយសង្សារចាស់វាវិញហើយគឺស្រែកថាឲ្យចំណេញចឹងហ្មងហើយចំណេញគាត់ក៏សុំទោសតាមហ្នឹងទៅណាគាត់ថាគាត់រវល់ការងារពេកគាត់ទៅតែថ្ងៃហ្នឹងប៉ុន្តែគ្រូម្នាក់ហ្នឹងដោយរបៀបគាត់ដឹងណាគាត់ស្រែកថាឲ្យចំណេញហ្មងគាត់ថានាងឯងគ្មានរវល់អីទេនាងឯងមិនចង់មកនាងឯងកុំមកកុហកអញនិយាយទៅនិយាយដូចមើលឃើញចឹងហើយចំណេញហ្នឹងបានតែត្រឹមសុំទោសចឹងទៅហើយគ្រូម្នាក់ហ្នឹងគាត់ថាឲ្យមកសទោសទៅបានគាត់ស្រែកដេញចំណេញហ្នឹងឲ្យទៅផ្ទះវិញទៅមិនបាច់នៅហ្នឹងទេចាំអញធ្វើពិធីឲ្យហើយចំណេញគាត់ឆ្ងល់ដែរណាដោយសារតែធម្មតាពេលតែធ្វើពិធីអីមួយសម័យខ្លួនមិនត្រូវនៅក្នុងពិធីហ្នឹងដែរមែនទេប៉ុន្តែគ្រូម្នាក់ហ្នឹងដេញឲ្យចំណេញទៅផ្ទះគាត់ថាមិនបាច់នៅហ្នឹងទេចាំអញធ្វើពិធីឲ្យពិធីមួយហ្នឹងមិនចាំបាច់មានសម័យខ្លួនមកចូលរួមទេអញ្ចឹងទៅផ្ទះវិញបានអញ្ចឹងចំណេញគាត់ក៏តាមហ្នឹងទៅគាត់ក៏លាគ្រូម្នាក់ហ្នឹងទៅប៉ុន្តែមុននឹងគាត់លាគ្រូម្នាក់ហ្នឹងគាត់ថាក្រោយពីហ្នឹង3ថ្ងៃឲ្យខលទៅគូនដឹងរបស់គាត់ Dennis ហ្នឹងហើយចំណេញគាត់ក៏ចាតាមហ្នឹងទៅហើយក៏សាពះលាគ្រូម្នាក់ហ្នឹងទៅបានគាត់ចុះមកក្រោមវិញហើយបើកឡានមកផ្ទះវិញមកហើយពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញគឺគាត់ប្រើជីវិតធម្មតាហើយគាត់រងចាំរយៈពេល3ថ្ងៃក្រោយហើយពេលហ្នឹងចំណេញគាត់គិតច្រើនមែនតើគាត់អត់ដឹងថា3ថ្ងៃក្រោយហ្នឹងវាជាថ្ងៃអីហើយហេតុអីលោកគ្រូម្នាក់ហ្នឹងថា3ថ្ងៃក្រោយឲ្យខលទៅគូនដឹងរបស់គាត់គឺចំណេញអត់តដឹងទេថាខលទៅ Dennis នឹងនិយាយអីជាមួយគាត់ surprise គាត់ឬមួយក៏និយាយ sweet អីដាក់គាត់ពេលហ្នឹងអត់ដឹងអីទេដឹងតែម្យ៉ាងគាត់គឺគ្រូម្នាក់ហ្នឹងថា3ថ្ងៃក្រោយខលទៅ Dennis អញ្ចឹងចំណេញគាត់បានតែត្រឹមរងចាំ3ថ្ងៃក្រោយហ្នឹងប៉ុន្តែចំណេញគាត់ថាអំឡុងពេល3ថ្ងៃហ្នឹងគឺ Dennis អត់មានខលមកគាត់ទេ Dennis ស្ងាត់ជ្រាបអត់មានខលមកសោះហើយចំណេញគាត់ក៏មិនខលទៅវិញដែរដោយសារតែគាត់ចាំ3ថ្ងៃក្រោយអញ្ចឹងចាំអញ្ចឹងរហូតតតែ3ថ្ងៃក្រោយបានចំណេញហ្នឹងគាត់ខលទៅ Dennis ហើយគាត់ខលទៅតាំងពីព្រឹកខលតាំងពីម៉ោង8 9ព្រឹកហ្នឹងប៉ុន្តែខលទៅ Dennis អត់លើកហើយរហូតដល់ម៉ោង1ម៉ោង2ថ្ងៃចំណេញគាត់ខលទៅម្ដងទៀតប៉ុន្តែខលទៅ Dennis នៅតែអត់លើកហើយរហូតដល់ល្ងាចប្រហែលជាម៉ោង5 6ល្ងាចចំណេញគាត់ខលទៅម្ដងទៀតប៉ុន្តែ Dennis នៅតែអត់លើកហើយខលចូលធម្មតាប៉ុន្តែ Dennis អត់លើកដោយរបៀបមនុស្សរវល់ធ្វើការងារអីមួយយ៉ាងអញ្ចឹងណាអត់មានខ្វល់ពីចំណេញខលអីសោះអញ្ចឹងពេលនោះចំណេញអារម្មណ៍អត់សូវស្រួលទេអន់ចិត្តមែនតើតែរហូតដល់យប់ជ្រៅប្រហែលជាម៉ោង9 10យប់បាន Dennis នឹងខលមកវិញហើយចំណេញគាត់តែឃើញគូនដឹងខលមកភ្លាមគាត់បញ្ញាប់លើកទូរស័ព្ទផ្លែតប៉ុន្តែគ្រាន់តែគាត់លើកទូរស័ព្ទហើយចំណេញគាត់មិនតាន់និយាយមិនតាន់សួរអីច្រើនផងស្រាប់តែ Dennis ហ្នឹងស្រែកជេរចំណេញហ្មងថាចំណេញហ្នឹងហេតុអីក៏ខលមករហូតអញ្ចឹងដឹងអត់ថាគាត់រវល់និយាយការងារជាមួយនឹងអតិថិជនហើយហេតុអីគាត់តែពីខលអត់មានដឹងពេលដឹងវេលាអញ្ចឹងណានិយាយទៅថាឲ្យចំណេញហ្នឹងឡើងមកប្រើឡើងចំណេញគាត់ភាំងពេលហ្នឹងដោយសារតែរងចាំថ្ងៃទី3ដល់ពេលថ្ងៃទី3មកដល់ទៅជា Dennis ខលមកថាឲ្យគាត់វិញហើយចំណេញហ្នឹងគាត់ក៏តបទៅវិញបែបខ្លាំងអញ្ចឹងណាហើយបានយប់មួយហ្នឹងពីរនាក់គាត់ក៏ឆ្លោះគ្នាហើយឆ្លោះគ្នាខ្លាំងមែនតើឆ្លោះគ្នាលក្ខណៈថានិយាយសុកខាងប្រុសចុចបិទទូរស័ព្ទចោលអត់មានខ្វល់ពីចំណេញអញ្ចឹងណាហើយចំណេញគាត់ក៏មិនបានខលទៅវិញដែរបានតែត្រឹមដេកអន់ចិត្តជាមួយគ្នាហ្នឹងហើយចំណេញគាត់ថាកន្លងពីហ្នឹងប្រហែលជា3 4ថ្ងៃទៅមុខទៀតចំណេញគាត់ខលទៅ Dennis ម្ដងទៀតប៉ុន្តែ Dennis ដូចដើមខលមកថាឲ្យគាត់ស្រែកជេរចំណេញថាចំណេញហ្នឹងខលអត់មានដឹងពេលដឹងវេលាគាត់ទៅពីខលគាត់ធ្វើការអីក៏មិនបាននិយាយទៅថាឲ្យចំណេញរហូតពីមនុស្សដែលធ្លាប់និយាយប្រុសនិយាយល្អតែឥឡូវហ្នឹងថាឲ្យចំណេញសឹងតែរដងឲ្យតែខលនិយាយគ្នាហើយមួយរយៈក្រោយហ្នឹងគឺឆ្លោះគ្នាអត់សូវនិយាយគ្នាទេហើយដល់ពេលចំណេញគាត់ជួបរឿងបែបហ្នឹងគាត់មិនឆ្ងល់មែនទេដោយសារតែគាត់ខំយកសម្លៀកបំពាក់ពួកគាត់ទាំងពីរនាក់ហ្នឹងទៅឲ្យលោកគ្រូធ្វើពិធីចងភ្ជាប់ពួកគាត់ហ្នឹងឲ្យនៅជាមួយគ្នាឲ្យនៅជាប់គ្នាតែដល់ពេលធ្វើពិធីហើយបែរជាពួកគាត់ឆ្លោះគ្នាហើយមានតែរឿងមិនល្អចូលមកក្នុងជីវិតពីអ្នកគាត់អញ្ចឹងមិនថាចំណេញអីមែនទេសូម្បីយើងអ្នកស្ដាប់នេះក៏ឆ្ងល់ដែរមែនទេតែហេតុអីគ្រប់យ៉ាងវាមិនល្អវាទៅជាផ្ទុយវិញ
បានចំណិចហ្នឹងគាត់ថាស្អែកឡើងគាត់នឹងទៅរកគ្រូនឹងម្ដងទៀតទៅសួរថាហេតុអីក៏ជីវិតរបស់ពួកគាត់ទៅជាអញ្ចឹងណាប៉ុន្តែចំណិចគាត់ថាគ្រាន់តែគាត់គិតណាថាស្អែកទៅរកគ្រូម្នាក់ហ្នឹងស្រាប់តែយប់មួយហ្នឹងគាត់ថាគាត់គេងនៅក្នុងបន្ទប់ណាហើយពេលហ្នឹងគេងមិនតាន់លក់ទេដូចថារៀងសើណាប៉ុន្តែចំណិចគាត់ថាពេលគាត់ចិត្តគេងលក់ហ្នឹងលេងគាត់មានអារម្មណ៍ថាដូចមានមនុស្សដើរនៅក្នុងបន្ទប់គាត់ហើយគ្រាន់តែមានអារម្មណ៍បែបហ្នឹងគាត់បើកភ្នែកមកមើលទៅគាត់ថាពេលដែលគាត់បើកភ្នែកដបងហ្នឹងគប់យ៉ាងវាព្រាលមើលអីមិនសូវច្បាស់ទេប៉ុន្តែក្នុងភាពព្រាលមួយហ្នឹងគាត់ថាគាត់ឃើញមនុស្សប្រុសម្នាក់ឈរនៅចុងក្រែរបស់គាត់ហើយមនុស្សប្រុសដែលគាត់ឃើញហ្នឹងគាត់ថាគាត់ឃើញអត់ច្បាស់ទេអត់ដឹងថាពីណាឬក៏មុខមាត់មិនមើលអត់ឃើញទេគឺឃើញតែស្រមោលខ្មៅប៉ុន្តែចំណិចគាត់ថាគាត់គ្រាន់តែឃើញរូបរាងស្រមោលខ្មៅមួយហ្នឹងគឺគាត់ដឹងហ្មងថាជាអ្នកណាគឺស្រមោលខ្មៅដែលឈរចុងក្រែរបស់គាត់ហ្នឹងគឺជាលោកគ្រូដែលគាត់ទៅឲ្យធ្វើពិធីហ្នឹងលោកគ្រូម្នាក់ដែលស្គមមុខទូចរៀងទូចដើរកោងហ្នឹងគឺស្រមោលខ្មៅហ្នឹងរៀងដូចគ្រូម្នាក់នោះអញ្ចឹងហើយពេលដែលចំណិចគាត់ឃើញបែបហ្នឹងគឺគាត់កម្រើកអត់រួចទេបានត្រឹមតែគេងមើលស្រមោលខ្មៅហ្នឹងឈរនៅចុងក្រែរបស់គាត់ហើយស្រមោលខ្មៅមួយហ្នឹងឈរមកសន្ទុះទៅបានគាត់វាឡើងមកលើក្រែហើយពេលដែលគាត់វាឡើងមកលើក្រែគាត់ព្យាយាមយកដៃគាត់នេះមកស្ទាបអង្អែលចំណិចមកស្ទាបតាមដៃតាមជើងហើយដបងស្ទាបដៃស្ទាបជើងទេតែដល់ពេលយូរទៅដូចថាស្ទាបកាន់តែជ្រៅទៅដល់តំបន់ដែលគេហាមឃាត់ហ្នឹងណាប៉ុន្តែចំណិចពេលហ្នឹងគាត់ថាគាត់កម្រើកអត់បានទេហើយក្នុងចិត្តគាត់ពេលហ្នឹងភ័យផងឆ្ងល់ផងហើយខ្លាចផងដូចថាគាត់មិនច្បាស់ថាអាស្រមោលខ្មៅមួយហ្នឹងវាជាពីណាគេគាត់ថាវារូបរាងដោយលោកគ្រូប៉ុន្តែមិនដឹងថាវាជាអីប្រកាសហើយវាកំពុងតែមកស្ទាបអង្អែលអញ្ចឹងទាំងដែលចំណិចគាត់មិនព្រមទេគាត់ចង់បដិសេធប៉ុន្តែចិត្តគាត់បដិសេធតែរាងកាយគាត់នេះអត់មានបដិសេធទេរាងកាយគាត់គឺគេងស្ងៀមឲ្យអាស្រមោលខ្មៅហ្នឹងស្ទាបអង្អែលគាត់អញ្ចឹងមកយប់ទល់ភ្លឺចំណិចគាត់ថាគាត់ពិបាកធំមែនតើដោយសារតែអាស្រមោលបរោះម្នាក់ហ្នឹងដបងឡើយវាស្ទាបអង្អែលគាត់បែបតិចថ្នមទេប៉ុន្តែយូរទៅវាដៃធ្ងន់វាចាប់ដៃចំណិចចាប់ជើងចំណិចដោយរបៀបចាប់ប្រើកម្លាំងចាប់ឡើងមកតំហឹងអញ្ចឹងចំណិចគាត់ថាគាត់ឈឺដៃឈឺជើងមែនតើហើយគាត់ទ្រាំបែបហ្នឹងរហូតដល់ភ្លឺហើយអ្វីដែលវាចម្លែកផឹកឡើងគាត់ថាដៃជើងគាត់នេះវាឈឺមែនតើវាឈឺដូចមានមនុស្សមកចាប់ដៃចាប់ជើងយើងខ្លាំងមកធ្វើបាបយើងអញ្ចឹងណាគាត់ថាឈឺចុកចាប់ពេញខ្លួនពេលដែលងើបពីគេងមកហើយគ្រាន់តែគាត់ជួបហេតុការណ៍មួយហ្នឹងផឹកឡើងគាត់ថាគាត់លែងហ៊ានទៅរកគ្រូម្នាក់នោះហើយគឺម្សិលមិញគាត់ថាស្អែកឡើងគាត់នឹងទៅរកគ្រូតែដល់ពេលយប់មិញគាត់ជួបហេតុការណ៍មួយហ្នឹងគាត់លែងហ៊ានទៅគាត់រៀងញើតហើយអាហ្នឹងគឺជាហេតុការណ៍ទី1គឺជាយប់ទី1ដែលឃើញស្រមោលប្រុសម្នាក់ហ្នឹងមកអង្អែលខ្លួនគាត់ហើយចំណិចពេលដែលគាត់ភ្ញាក់ឡើងមកគាត់ក៏ព្យាយាមប្រើជីវិតធម្មតាគាត់ទៅធ្វើការទៅធ្វើអីនៅ office របស់គាត់ហ្នឹងតាំងពីព្រឹករហូតដល់ល្ងាចបានគាត់ត្រឡប់មកផ្ទះវិញហើយថ្ងៃហ្នឹងគឺ Dennis អត់មាន call មកគាត់ទេដោយសារតែពេលហ្នឹងពួកគាត់កំពុងតែឆ្លោះគ្នាអញ្ចឹងម្នាក់ដូចថាងោរៀងខ្លួនស្ងាត់រៀងខ្លួនណាអញ្ចឹងចំណិចគាត់ក៏ត្រឡប់មកផ្ទះវិញហើយញ៉ាំបាយញ៉ាំអីជាមួយនឹងម៉ាក់ប៉ាប្អូនស្រីរបស់គាត់ហើយគាត់ក៏ចូលទៅក្នុងបន្ទប់គេងតាមធម្មតានិយាយទៅអត់ចង់គិតអីច្រើនប៉ុន្តែនៅយប់មួយហ្នឹងចំណិចគាត់ថាពេលដែលគាត់ចិត្តគេងលក់និយាយទៅដូចយប់មិញអញ្ចឹងឲ្យតែថាចិត្តគេងលក់ដូចថារៀងសើអញ្ចឹងណាអាពេលហ្នឹងគឺគាត់មានអារម្មណ៍ថាដូចមានមនុស្សដើរនៅក្នុងបន្ទប់គាត់ដោយសារតែចំណិចគាត់ឮសំឡេងមនុស្សដើរច្បាស់ណាស់ហើយដល់ពេលឮសំឡេងអញ្ចឹងទៅយើងមិនត្រូវបើកភ្នែកមើលហើយគ្រាន់តែគាត់បើកភ្នែកមកមើលហ្នឹងគាត់ថាគាត់ឃើញដូចដើមគឺឃើញស្រមោលមនុស្សប្រុសម្នាក់ហើយស្រមោលមនុស្សប្រុសម្នាក់ហ្នឹងគឺដូចជាលោកគ្រូនោះអញ្ចឹងលោកគ្រូដែលស្គមគាត់ទៅឲ្យធ្វើពិធីហ្នឹងដូចលោកគ្រូម្នាក់ហ្នឹងបេះបិទហ្មង 100% គ្រាន់តែថាឃើញហ្នឹងគឺខ្មៅមើលអត់ឃើញមុខទេហើយស្រមោលគ្រូម្នាក់ហ្នឹងយប់ហ្នឹងរៀងខុសពីម្សិលមិញយប់ម្សិលមិញវាឡើងមកលើក្រែហើយគ្រាន់តែស្ទាបអង្អែលចំណិចតិចណាប៉ុន្តែយប់មួយហ្នឹងឡើងមកដល់ប្រើកម្លាំងដាក់ចំណិចគឺចាប់ដៃចំណិចខ្លាំងហើយគាត់អោនមុខមកថើបចំណិចថើបអាកន្លែងកអូសចុះអូសឡើងហើយស្មាតទោះចំណិចគាត់ថាអ្វីដែលគាត់កំពុងតែជួបហ្នឹងគឺដូចជាមនុស្សមែនតើអញ្ចឹងអាស្រមោលខ្មៅហ្នឹងមកចាប់ដៃគាត់គឺដូចមនុស្សចាប់ដៃមែនតើអញ្ចឹងគាត់ឈឺដៃមែនតើហើយពេលដែលស្រមោលមួយហ្នឹងមកថើបគាត់គឺដូចមនុស្សថើបមែនតើនិយាយទៅវាដូចមែនតើគ្រាន់តែអត់មានរូបរាងទេមានតែស្រមោលខ្មៅហ្នឹងអាពេលដែលស្រមោលមួយហ្នឹងវាមកថើបគាត់ថើបអាកន្លែងមាត់គាត់នេះចំណិចគាត់ថាគាត់មានអារម្មណ៍ដូចមានអណ្ដាតមនុស្សចូលទៅក្នុងមាត់គាត់គឺគាត់ថា 100% គឺអណ្ដាតមនុស្សមិនមែនជាស្រមោលមិនមែនជាអីទេហើយចំណិចចិត្តគាត់មិនព្រមទេគឺចិត្តគាត់ចង់ធាក់អាស្រមោលមួយហ្នឹងឲ្យចេញឲ្យឆ្ងាយពីគាត់ប៉ុន្តែគាត់ធ្វើអត់បានដូចថាចិត្តគាត់បដិសេធប៉ុន្តែរាងកាយគាត់នេះយល់ព្រមតាមគេទាំងអស់គឺគេងស្ងៀមឲ្យគេស្ទាបអង្អែលគេថើបបានតាមចិត្តចឹងទៅហើយចំណិចក៏បានតែធ្វើចឹងទៅគេស្ងៀមឲ្យស្រមោលគ្រូម្នាក់ហ្នឹងធ្វើអីធ្វើតាមចិត្តរហូតទល់ភ្លឺបានចំណិចគាត់ដឹងខ្លួនមក
គាត់ឈឺចុកចាប់ពេញខ្លួននិយាយទៅឈឺជាងយប់មិញទៀតយប់មិញឈឺល្មមឯណាឈឺតាមដៃតាមអីតែឥឡូវនេះឈឺពេញខ្លួនហើយចំណិចគាត់ថាពេលដែលគាត់ដឹងខ្លួនមកគឺគាត់ដូចជាមនុស្សដែលទើបតែភ្ញាក់ពីគេអញ្ចឹងធ្វើឲ្យគាត់ដូចថាអត់ច្បាស់ថាអ្វីដែលគាត់ជួបពីយប់ហ្នឹងវាជាអីគេវាជាការយល់សប្តិឬមួយក៏វាជាអីឲ្យប្រកាសហើយណាមួយអានេះគឺនៅផ្ទះរបស់គាត់មិនបានទៅគេងនៅណាណីទេដល់ពេលអញ្ចឹងទៅគាត់មិនច្បាស់ហើយគាត់ព្យាយាមគិតទៅលើរឿងធម្មតាគាត់គិតថាប្រហែលជាគាត់យល់សប្តិគាត់គិតច្រើនពេកអីច្រើនពេកអញ្ចឹងទៅហើយគាត់ក៏ព្យាយាមប្រើជីវិតតាមធម្មតាគឺទៅធ្វើការពីព្រឹកអញ្ចឹងទៅហើយបានល្ងាចឡើងមកផ្ទះវិញហើយថ្ងៃហ្នឹងគឺដូចដើម Dennis អត់មានខលមកគាត់ទេដូចថានៅងនៅគ្នានៅឡើយអត់មាននិយាយហៅគ្នាទេហើយលុះដល់រៀងយប់ច្រើនតិចបានចំណិចហ្នឹងគាត់ចូលទៅគេងនៅក្នុងបន្ទប់ហើយយប់ទី3ហ្នឹងទៀតឲ្យតែថាចិត្តគេងលក់រៀងសើគឺឮសំឡេងមនុស្សដើរនៅក្នុងបន្ទប់ហើយគ្រាន់តែគាត់បើកភ្នែកមកឃើញសមោមនុស្សប្រុសម្នាក់ហ្នឹងដូចដើមប៉ុន្តែសមោគ្រូម្នាក់ហ្នឹងមកលើកហ្នឹងមិនមែនមកស្ទាបអង្អែលឬក៏ថើបអីទេគឺគាត់ឡើងមកលើគ្រែហើយគាត់ចាប់រំលោភចំណិចអានេះអភ័យទោសគឺចំណិចគាត់មានអារម្មណ៍អញ្ចឹងហ្មងគឺអាសមោគ្រូម្នាក់ហ្នឹងវាឡើងមកដល់វាធ្វើអញ្ចឹងហ្មងវាចាប់ដៃចាប់ជើងគាត់បែបខ្លាំងហើយគាត់កម្រើកអត់បានទេបានតែធ្វើនៅស្ងៀមអាសមោមួយហ្នឹងវាធ្វើអីធ្វើទៅតែចិត្តចង់យំផងចង់ស្រែកផងចង់អីផងតែធ្វើអីក៏មិនកើតដែរគឺបានតែធ្វើទ្រាំហើយអ្វីដែលធ្វើឲ្យគាត់ខ្លាចកាន់តែខ្លាំងគាត់ថាពេលដែលអាសមោមួយហ្នឹងវាឡើងមកមានអីជាមួយគាត់មានអារម្មណ៍ដូចមនុស្សមែនតែអញ្ចឹងអានេះអភ័យទោសណាហេតុការណ៍កន្លែងហ្នឹងដូចថាវាមិនសូវសមរម្យប៉ុន្តែវាអញ្ចឹងពិតមែនចំណិចគឺគាត់ប្រាប់មកអញ្ចឹងគាត់មានអារម្មណ៍ដូចមនុស្សមែនតែអញ្ចឹងដូចមានបរិសម្នាក់មកមានអីជាមួយគាត់អញ្ចឹងទាំងដែលអាអ្នកដែលកំពុងតែនៅលើខ្លួនគាត់ហ្នឹងវាអត់មានរូបរាងទេវាមានតែសមោខ្មៅប៉ុន្តែដូចមនុស្សអញ្ចឹងហើយវាព្យាយាមធ្វើបាបចំណិចអញ្ចឹងរហូតដល់តែវារំលោភបានសម្រេចហើយចំណិចគាត់ដឹងអញ្ចឹងដោយសារតែព្រឹកឡើងចំណិចគាត់ថាព្រឹកឡើងគាត់ពិនិត្យមើលរាងកាយរបស់គាត់គឺគាត់ដឹងខ្លួនថាគាត់ហ្នឹងត្រូវគេរំលោភនិយាយទៅខ្ញុំនិយាយតែប៉ុណ្្នឹងណាធម្មតាបងប្អូនគួរតែយល់ហើយមែនទេនៅពេលដែលយើងត្រូវមនុស្សម្នាក់មកធ្វើបាបមកលូកលាន់យើងមិនដឹងមែនទេវាមិនដែលគេរំលោភមិនដឹងខ្លួនទេមែនទេអញ្ចឹងចំណិចគាត់ថាព្រឹកឡើងគាត់ពិនិត្យមើលរាងកាយរបស់គាត់គឺគាត់ដឹង 100% ថាយប់មិញហ្នឹងអាសមោដែលមករំលោភគាត់ហ្នឹងគឺវារំលោភបានសម្រេចហើយដល់ពេលអញ្ចឹងទៅមិនធ្វើឲ្យចំណិចគាត់គិតកាន់តែច្រើនទេមែនទេពីព្រោះពីយប់មុនគាត់តែស្ទាបអង្អែលថើបអីធម្មតាទេអញ្ចឹងគាត់គិតថាវាជាការយល់សប្តិប៉ុន្តែអាយប់ទី3នេះវាខុសពីយប់មុនអញ្ចឹងធ្វើឲ្យចំណិចគាត់អារម្មណ៍មិនសូវស្រួលអញ្ចឹងគ្រាន់តែព្រឹកឡើងភ្លាមចំណិចហ្នឹងគាត់សុំម៉ាក់ប៉ាគាត់ទៅធ្វើបុណ្យតាមពិតទៅគាត់មិនបានសុំទេដូចថាគាត់តែងខ្លួនដូចអ្នកទៅធ្វើបុណ្យណាអញ្ចឹងម៉ាក់ប៉ាគាត់ក៏សួរទៅណាហើយចំណិចហ្នឹងគាត់ក៏ប្រាប់ទៅថាគាត់ចង់ទៅវត្តចង់ទៅធ្វើបុណ្យមួយរយៈហ្នឹងគាត់យល់សប្តិអត់ល្អអញ្ចឹងណាគាត់ប្រាប់តែប៉ុណ្្នឹងទេគាត់អត់មានប្រាប់អីលម្អិតទៅខាងម៉ាក់ប៉ាសាច់ញាតិរបស់គាត់ទេហើយសូម្បីតែមិត្តភក្តិស្និទ្ធស្នាលរបស់គាត់ក៏គាត់អត់ប្រាប់ដែរអញ្ចឹងចំណិចហ្នឹងគាត់ក៏ទៅធ្វើបុណ្យនៅវត្តទៅហើយពេលដែលធ្វើបុណ្យហើយគាត់គិតថាគ្រប់យ៉ាងវាប្រហែលជាប្រសើរឡើងឯណាតែគាត់តែគិតទេហើយគាត់ចេញពីវត្តមកទៅធ្វើការតាមធម្មតាហើយធ្វើការពីព្រឹកដល់យប់ចឹងទៅបានគាត់ត្រឡប់មកផ្ទះវិញហើយនៅយប់មួយហ្នឹងយប់ទី4នេះណានៅយប់ទី4ហ្នឹងចំណិចគាត់ថាគាត់អត់មានឃើញសមោបរោះម្នាក់ដែលរៀងដូចលោកគ្រូហ្នឹងមកក្នុងបន្ទប់គាត់ទេប៉ុន្តែចំណិចគាត់អត់មានឃើញមែនតែគាត់គេងយល់សប្តិហើយគាត់ថាក្នុងយល់សប្តិគឺគាត់ឃើញច្បាស់មែនតើអាសមោខ្មៅដែលគាត់ឃើញរយប់ហ្នឹងគឺជាលោកគ្រូម្នាក់ហ្នឹងអានេះក្នុងយល់សប្តិគឺឃើញមុខច្បាស់ហ្មងលោកគ្រូម្នាក់ហ្នឹងវាឡើងមកលើគ្រែរបស់គាត់ហើយរំលោភគាត់នៅក្នុងបន្ទប់ហើយក្នុងយល់សប្តិហ្នឹងគឺដូចដើមគាត់ពង្រះអត់រួចទេបានតែធ្វើនៅស្ងៀមឲ្យគ្រូម្នាក់ហ្នឹងធ្វើអីធ្វើតាមចិត្តតែចិត្តគាត់នេះភ័យណាស់ខ្លាចផងចង់ជេរគ្រូម្នាក់ហ្នឹងផងតែធ្វើអីក៏មិនបានដែរបានតែធ្វើសង្ងំគេងឲ្យគ្រូម្នាក់ហ្នឹងធ្វើអីធ្វើទៅដោយរបៀបមនុស្សត្រូវថ្នាំកម្រើកអត់រួចចឹងណាហើយចំណិចគាត់ថាគាត់យល់សប្តិបែបហ្នឹងអស់រយៈពេល1អាទិត្យគាត់ថាក្នុងមួយអាទិត្យហ្នឹងគ្រូម្នាក់ហ្នឹងមករំលោភគាត់រាល់យប់នៅក្នុងយល់សប្តិបងប្អូនណាបច្ចេកក្នុងយល់សប្តិប៉ុន្តែវាចម្លែកម្យ៉ាងគឺគាត់ថាគាត់យល់សប្តិទេតែពេលដែលគាត់ដឹងខ្លួនមកនេះគាត់មានអារម្មណ៍ថារាងកាយគាត់ដូចត្រូវគេបំពេញពិតមែនណាវាចម្លែកត្រង់ហ្នឹងដែលធ្វើឲ្យគាត់ដូចថាគិតរហូតឆ្ងល់រហូតហើយអំឡុងពេលដែលគាត់យល់សប្តិឃើញគ្រូម្នាក់ហ្នឹងគូណ្ដឹងរបស់គាត់ Dennis ហ្នឹងក៏អត់មានខលមកចំណេះដែរនិយាយទៅមួយរយៈហ្នឹងគឺពីរអ្នកគាត់ឆ្លោះគ្នាដល់ពេលចឹងទៅអត់មានខលមកនិយាយគ្នាឬក៏សួរសុខទុក្ខគ្នាអីទេម្នាក់ស្ងាត់រៀងខ្លួនហើយពេលហ្នឹងចំណេះគាត់ដូចថាគាត់ព្យាយាមធ្វើចិត្តព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងមិនចង់គិតទៅលើរឿងការយល់សប្តិរបស់គាត់ហើយក៏គាត់លែងចង់ទៅរកគ្រូម្នាក់នោះទៀតដែរដូចថាពេលហ្នឹងចាប់ផ្ដើមខ្លាចណាប៉ុន្តែចំណិចគាត់ថាក្រោយពីហ្នឹង2-3ថ្ងៃចំណិចគាត់មិនដឹងមិនទេគឺគាត់នឹកឃើញគ្រូម្នាក់ហ្នឹងរហូតគឺចំណិចគាត់ប្រាប់ថាពេលដែលគាត់អង្គុយធ្វើការក្នុង office គាត់ចេះតែនឹកឃើញអារូបភាពដែលគ្រូម្នាក់ហ្នឹងមកបំពេញគាត់ហ្នឹងគឺគាត់ចេះតែសម័យរូបភាពហ្នឹងរហូត
ហើយមិនត្រឹមតែនឹកឃើញរូបភាពមួយនឹងទេគាត់ថែមទាំងនឹកគ្រូម្នាក់នោះទៀតនឹកចង់ជួបចង់ទៅចិត្តខ្វះមិនបានអញ្ចឹងណាពេលហ្នឹងគឺនឹកឃើញគ្រូម្នាក់នោះមែនតើហើយចំណិចពេលហ្នឹងគាត់ថាគូនឹងរបស់គាត់គាត់សឹងតែមិននឹកដល់មិនខ្វល់មិនអីទាំងអស់មិនខលមកក៏អត់មានបញ្ហាអីដែរប៉ុន្តែគាត់នឹកឃើញតែគ្រូម្នាក់នោះហើយគាត់មិនត្រឹមតែនឹកឃើញទេចំណិចគាត់ថាពេលដែលគាត់អង្គុយធ្វើការក្នុង office គាត់តែងតែឮសំឡេងមនុស្សប្រុសម្នាក់ស្រែកកំហុកដាក់គាត់ថាមករកអញមករកអញស្រែកមកអញ្ចឹងដូចថាវាលឺហើលឺតិចអញ្ចឹងណាហើយចំណិចពេលហ្នឹងមិនដឹងមិនទេអារម្មណ៍គាត់ដូចថាល្វើល្វាយគិតអីក៏មិនចាញ់ធ្វើការធ្វើអីក៏មិនសូវជាអារម្មណ៍មូលគ្មានអារម្មណ៍គ្មានសមាធិគ្មានអីធ្វើការទេអ្វីដែលគាត់នឹកឃើញហ្នឹងគឺមុខគ្រូម្នាក់នោះហើយរហូតដល់ថ្ងៃមួយចំណិចគាត់ថាពេលហ្នឹងប្រហែលជាម៉ោង3រសៀលហ្នឹងចំណិចគាត់ធ្វើការសុកគាត់ក៏ងើបចេញពី office ហើយគាត់បើកឡានចេញទៅក្រៅហើយបើកឡានចេញទៅក្រៅហ្នឹងបងប្អូនដឹងគាត់ទៅណាគឺគាត់ធ្វើដំណើរទៅខេត្តទៅរកគ្រូម្នាក់នោះចំណិចគាត់ថាថ្ងៃហ្នឹងបើគាត់មិនបានជួបមុខគ្រូម្នាក់នោះទេគាត់រស់លែងបានហើយដូចថាវាពិបាកទ្រាំគាត់ចេះតែនឹកឃើញចេះតែចង់ជួបចង់ទៅចិត្តហើយអំឡុងពេលដែលគាត់បើកឡានទៅខេត្តទៅផ្ទះគ្រូម្នាក់នោះអាសំឡេងមនុស្សប្រុសដែលស្រែកដាក់គាត់ហ្នឹងមកហៅអញឲ្យលឿនមកហៅអញអាសំឡេងហ្នឹងលឺរហូតតាមផ្លូវអញ្ចឹងពេលហ្នឹងចំណិចអត់មានគិតអីទេក្រៅពីទៅរកគ្រូម្នាក់ហ្នឹងទៅកាន់តែលឿនស្មើណាគឺល្អស្មើហ្នឹងអញ្ចឹងចំណិចគាត់ក៏បើកឡានទៅរកគ្រូម្នាក់ហ្នឹងដល់ខេត្តទៅហើយគ្រាន់តែទៅដល់ផ្ទះគ្រូម្នាក់ហ្នឹងភ្លាមចំណិចគាត់ថាផ្ទះគ្រូម្នាក់ហ្នឹងគឺស្ងាត់ជ្រាបអត់មានភ្ញៀវអត់មានអីទេនិយាយទៅដោយលក្ខណៈថាចាំទទួលតែចំណិចម្នាក់ឯងអញ្ចឹងណាទៅដល់គឺជួបតែម៉ាក់ប៉ារបស់គ្រូម្នាក់ហ្នឹងដែលគាត់ចាស់ហើយណាហើយគាត់អង្គុយនៅជាន់ក្រោមហើយចំណិចគាត់ទៅដល់គាត់ជំរាបសួរម៉ាក់ប៉ាគ្រូម្នាក់ហ្នឹងទៅហើយបានគាត់ឡើងទៅលើជួបលោកគ្រូហើយគាត់ចូលទៅក្នុងបន្ទប់គ្រូម្នាក់ហ្នឹងបិទទ្វារបិទអីហើយបានគ្រូម្នាក់ហ្នឹងគាត់សួរចំណិចថាមកធ្វើអីមកចង់ទាយអីហើយពេលហ្នឹងចិត្តចំណិចគាត់អត់មានចង់មកទាយអីទេគឺគាត់ចង់មកជួបគ្រូម្នាក់ហ្នឹងប៉ុន្តែគ្រូម្នាក់ហ្នឹងគាត់សួរដូចរបៀបអត់ដឹងអីអញ្ចឹងណាថាមកធ្វើអីចង់មកទាយអីកូនសួរយើងដូចគ្មានរឿងអីកើតឡើងអញ្ចឹងហើយចំណិចហ្នឹងគាត់មិនចង់និយាយអារម្មណ៍ក្នុងចិត្តគាត់ក្នុងចិត្តគាត់គឺគាត់ចង់មកជួបគ្រូតែគាត់អត់និយាយទេគាត់ថាគាត់ចង់មកមើលរឿងគូនដឹងរបស់គាត់គាត់និយាយក៏ហក់ចិត្តខ្លួនឯងហើយបានគាត់និយាយហើយគ្រូម្នាក់ហ្នឹងគាត់ក៏ចូលរូបបកាច់កធៈហ្នឹងទៅហើយគ្រាន់តែគាត់ចូលរូបហើយគាត់យកដៃគាត់នេះមកដាក់នៅលើក្បាលចំណិចហើយគាត់សូត្រស្អីមិនដឹងទេចំណិចគាត់ថាគាត់លឺតែមួយផ្លែទេហើយក្រោយពីហ្នឹងគឺគាត់បាត់បង់ស្មារតីគឺលែងដឹងអីទាំងអស់ដូចមនុស្សស្លាប់អញ្ចឹងណាហើយចំណិចគាត់ស្លាប់ប្រហែលម៉ោងមិនដឹងទេណាប៉ុន្តែពេលដែលគាត់ដឹងខ្លួនមកបងប្អូនដឹងរាងកាយគាត់មិនហិចទេគឺចំណិចនេះគាត់ស្លៀកតែសរងមួយទេកៅអៅគាត់នៅកលៀនជាងគាត់រុំតែសរងមួយទេហើយគាត់ជាមនុស្សស្រីហើយឥឡូវហ្នឹងគាត់នៅក្នុងបន្ទប់ជាមួយនឹងលោកគ្រូហើយដល់ពេលគាត់ដឹងខ្លួនមកគាត់ឃើញរាងកាយគាត់បែបហ្នឹងគាត់មានអារម្មណ៍មិនប្រកាសជាអារម្មណ៍មិនល្អហើយមែនទេប៉ុន្តែពេលដែលគាត់ដឹងខ្លួនមកគ្រូម្នាក់ហ្នឹងស្រែកឲ្យគាត់ទៅផ្លាស់កៅអៅចេញទៅស្លៀកកៅអៅវិញហើយចំណិចពេលហ្នឹងគាត់ថាគាត់អត់ដឹងមិនទេគាត់អត់មានសួរលោកគ្រូម្នាក់ហ្នឹងឬក៏ដេញដោលរឿងហេតុអីគាត់ស្លាប់ហេតុអីក៏គាត់ស្លៀកតែសរងមួយអញ្ចឹងតាមមុនហ្នឹងគាត់កើតអីគាត់ត្រូវអីគាត់អត់មានសួរទេគ្រូម្នាក់ហ្នឹងឲ្យទៅស្លៀកកៅអៅគាត់ដើរទៅស្លៀកកៅអៅវិញទៅហើយស្លៀកកៅអៅនៅមុខគ្រូម្នាក់ហ្នឹងហ្មងហើយដល់ពេលស្លៀកពាក់ស្លៀកអីត្រឹមត្រូវអស់ហើយបានគ្រូម្នាក់ហ្នឹងដេញឲ្យចំណិចទៅផ្ទះវិញហើយចំណិចគាត់ក៏ដើរចេញពីបន្ទប់ហ្នឹងហើយជិះឡានមកផ្ទះវិញមកគឺនិយាយទៅស្ដាប់តាមគ្រូម្នាក់ហ្នឹង 100% ហ្មងគ្រូម្នាក់ហ្នឹងឲ្យធ្វើអីធ្វើតាមអត់មានសួរនាំច្រើនទេតែចំណិចគាត់ថាក្នុងចិត្តគាត់ពេលហ្នឹងគាត់ចង់សួរតែគាត់អត់ហ៊ានសួរគាត់ក៏ឆ្ងល់ដែរមិនមែនគាត់មិនឆ្ងល់ទេធម្មតាមនុស្សស្រីងើបមកមានតែសរងរុំខ្លួនអញ្ចឹងវាប្រកាសជាគិតច្រើនណាមែនទេថាខ្លាចគ្រូម្នាក់ហ្នឹងធ្វើអីគាត់អញ្ចឹងណាតែពេលហ្នឹងអត់ហ៊ានសួរទេដោយរបៀបខ្លាចគ្រូម្នាក់ហ្នឹងដល់ថ្នាក់អត់ហ៊ានសួរចាញ់អំណាចហ្មងបានតែត្រឹមធ្វើដំណើរមកផ្ទះវិញហ្នឹងតែពេលដែលចំណិចគាត់ធ្វើដំណើរមកដល់ផ្ទះវិញពេលហ្នឹងយប់ជ្រៅហើយម៉ាក់គាត់ក៏សួរដែរថាទៅមកពីណាតែចំណិចគាត់ក៏ព្យាយាមប្រឡប់ទៅណាគាត់ថាគាត់ធ្វើការធ្វើអីចឹងទៅហើយបានគាត់ចូលទៅក្នុងបន្ទប់វិញហើយពេលដែលគាត់ចូលទៅក្នុងបន្ទប់ហ្នឹងបានចំណិចគាត់ពិនិត្យរាងកាយគាត់គាត់ថារាងកាយរបស់គាត់នេះដូចត្រូវគេបំពេញអញ្ចឹងគឺវាឈឺចុកចាប់ពេញខ្លួនណាពេលដែលមកដល់ផ្ទះវិញហើយពេលហ្នឹងគឺគាត់យល់ហើយថាមុនហ្នឹងគឺគាត់ទៅមានអីជាមួយនឹងគ្រូម្នាក់ហ្នឹងតែមានដោយមិនដឹងខ្លួនអានេះអភ័យទោសណាបងប្អូនណារឿងនេះវាអាចនឹងមានហេតុការណ៍បែបហ្នឹងច្រើនតិចតែគ្រាន់តែថាចង់ឲ្យបងប្អូនស្ដាប់រឿងហ្នឹងដើម្បីឲ្យវាជាមេរៀនសម្រាប់យើងអ្នកស្ដាប់ទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងវាអាចនឹងមានហេតុការណ៍មិនសមរម្យបែបហ្នឹងច្រើនតែក៏ហ្នឹងហើយបងប្អូនស្ដាប់ចប់ទៅនឹងដឹងហើយថាវាគឺជាសាច់រឿងល្អមួយសាច់រឿងអប់រំយើងមួយអញ្ចឹងណាហើយពេលហ្នឹងចឹងចំណិចបានតែត្រឹមគិតទេណាតែឲ្យទៅជេរគ្រូម្នាក់ហ្នឹងឬក៏ទៅប្តឹងទៅស្រែកថាឲ្យអីគឺអត់ហ៊ានទេនិយាយទៅគឺចាញ់អំណាចគ្រូម្នាក់ហ្នឹងហ្មង
cứ banតែធំធ្វើខ្លួនធម្មតាប្រើជីវិតតាមធម្មតាអត់ហ៊ានក្អកជាមួយគ្រូម្នាក់នោះទេហើយអំឡុងពេលដែលចំណេះគាត់មានបញ្ហាមួយហ្នឹងណាគូដណ្ដឹងរបស់គាត់ដែលនៅប្រាំងហ្នឹងក៏អត់មានតាក់ទងមកចំណេះដែរនិយាយទៅដូចមនុស្សបែកគ្នាអញ្ចឹងស្ងាត់ជ្រាបរៀងខ្លួនហើយចំណេះមករយៈក្រោយហ្នឹងក៏គាត់អត់មាននឹកឃើញទៅដល់គូដណ្ដឹងគាត់ដែរគាត់ខុសពីមុនណាពីមុនគឺនឹកគូដណ្ដឹងមែនតើហើយស្រឡាញ់ហួងហែងខ្លាចបាត់បង់ណាប៉ុន្តែឥឡូវនេះគឺធម្មតាចង់ខលក៏ខលមិនខលក៏អត់គឺអារម្មណ៍ធម្មតាមែនតើតែអ្នកដែលគាត់នឹកគឺគ្រូម្នាក់ហ្នឹងលោកគ្រូចូលរូគេហ្នឹងគឺនឹកតែគ្រូម្នាក់ហ្នឹងហើយចំណេះគាត់ថាពេលដែលគាត់ទៅផ្ទះគ្រូម្នាក់ហ្នឹងហើយម្លងពីហ្នឹង3ថ្ងៃគាត់ថាមានល្ងាចមួយគាត់ធ្វើការសុកគាត់ថាគាត់ឮសំឡេងមនុស្សប្រុសម្នាក់ស្រែកមកគាត់ដូចដើមថាមករកអញលឿនមករកអញហើយចំណេះគាត់គ្រាន់តែឮសំឡេងហ្នឹងគាត់បើកឡានទៅផ្លែតហើយបើកឡានទៅហ្នឹងគឺទៅរកគ្រូចូលរូម្នាក់ហ្នឹងគឺអារម្មណ៍គាត់វានាំទៅចឹងហ្មងគាត់ត្រូវតែទៅបើមិនទៅទេគាត់នៅអត់សុខទេអាកន្លែងហ្នឹងគាត់មិនដឹងជាអធិប្បាយបែបណាគាត់ដឹងតែពីម្យ៉ាងគាត់គឺអារម្មណ៍គាត់ហ្នឹងចង់ទៅអញ្ចឹងគាត់ត្រូវតែទៅទាំងដែលមិនដឹងទេថាទៅធ្វើអីទៅមានការអីអត់ដឹងទេដឹងតែម្យ៉ាងគាត់គឺចង់ទៅឲ្យលឿនទៅលឿនកាលណាល្អកាលហ្នឹងហើយពេលដែលគាត់ទៅដល់គឺដូចដើមគ្រូម្នាក់ហ្នឹងចាប់ផ្ដើមធ្វើពិធីចាប់ផ្ដើមសូត្រអីដាក់គាត់តិចទៅហើយចំណេះគាត់ស្លាប់ហើយពេលដែលគាត់ដឹងខ្លួនមកគឺដូចលើកទី1អញ្ចឹងគឺមានតែសរងមួយរុំខ្លួនគាត់ទេហើយងើបមកគ្រូម្នាក់ហ្នឹងស្រែកដេញគាត់ហ្នឹងឲ្យទៅផ្ទះវិញទៅផ្ទះហើយចំណេះហ្នឹងគាត់ក៏ស្លៀកពាក់ហើយបើកឡានពីផ្ទះគ្រូហ្នឹងមកផ្ទះវិញមកតាំងយប់ហ្មងអាចំណុចហ្នឹងគឺធ្ងន់ធ្ងរមែនទេណាយើងស្ដាប់មកតែចំណេះពេលហ្នឹងគាត់ថាដូចរឿងធម្មតាអញ្ចឹងវាអត់មានរឿងអីធំដុំទេពីព្រោះគាត់អត់បានយករឿងហ្នឹងទៅប្រាប់ម៉ាក់ប៉ាគាត់ឬក៏ចង់ទៅប្តឹងគ្រូម្នាក់ហ្នឹងដែលមានអីជាមួយគាត់ហើយមកធ្វើអីមិនល្អដាក់គាត់អីចឹងគាត់អត់មានអារម្មណ៍ហ្នឹងទេគឺគាត់ធ្វើធម្មតាដូចគ្មានរឿងអីកើតឡើងចឹងតែយើងអ្នកស្ដាប់នេះបងប្អូនគិតមើលវាធម្មតាអត់ឥឡូវតែចិត្តចំណេះពេលហ្នឹងធម្មតាហើយគាត់ថាគាត់ទៅរកគ្រូម្នាក់ហ្នឹងមួយខែគាត់ទៅមិនក្រោម10ដងទេគឺគាត់ថាឲ្យតែលឺសំឡេងមនុស្សប្រុសហៅទៅរកអញមករកអញដឹងឲ្យគាត់ទៅហើយទៅរហូត2-3ថ្ងៃទៅម្ដងហើយទៅលើកណាក៏ដូចរាល់ដងចឹងគឺងើបមកនៅតែសរងរុំខ្លួនគ្មានដឹងខ្យល់អីទេមិនដឹងជាគ្រូចូលរូបម្នាក់នោះធ្វើអីគាត់ប៉ះពាល់អីគាត់ខ្លះក៏អត់ដឹងទេដឹងតែពីទៅដល់ស្លាប់ងើបមកវិញគឺសរងរុំខ្លួនដឹងតែប៉ុណ្្នឹងហើយដល់ពេលចំណេះគាត់ធ្វើអញ្ចឹងជាប្រចាំមករយៈនោះការងារគាត់ក៏ចាប់ផ្ដើមមានបញ្ហាដោយថាគាត់ធ្វើការមិនបានល្អអារម្មណ៍គាត់មិនមូលគ្មានសមាធិក្នុងការធ្វើការអញ្ចឹងណាអញ្ចឹងវាប៉ះពាល់ទៅដល់ធុរកិច្ចគ្រួសាររបស់គាត់ហើយម៉ាក់ប៉ាគាត់ក៏ព្យាយាមសួរចំណេះដែរថាហេតុអីក៏ធុរកិច្ចយើងឥឡូវនេះវាទៅជាអញ្ចឹងហេតុអីក៏វាមិនដូចរាល់ដងព្យាយាមសួរដេញដោលចំណេះរហូតប៉ុន្តែបងប្អូនដឹងទេពេលនោះចំណេះគាត់ស្រែកទៅម៉ាក់គាត់គាត់ថាកុំមកចេះរឿងអញគឺគាត់ស្រែកទៅអញ្ចឹងហ្មងស្រែកដោយមិនដឹងខ្លួនគាត់ថាពេលហ្នឹងគាត់ខឹងម៉ាក់ប៉ាមែនតើដែលសួរច្រើនពេកសួរដេញដោលច្រើនពេកអញ្ចឹងគាត់ក៏ស្រែកមួយម៉ាត់ទៅកុំមករវល់រឿងអញកុំមកចេះរឿងអញហើយចំណេះហ្នឹងក៏រត់ទៅបន្ទប់ទៅអញ្ចឹងបងប្អូនគិតមើលក្នុងនាមជាម៉ាក់ប៉ានៅពេលដែលឮកូនស្រីម្នាក់និយាយចឹងដាក់គាត់ម៉ាក់ប៉ាមានអារម្មណ៍មិនប្រកាសជាឆ្ងល់ប្រកាសជាសង្ស័យហ្នឹងមែនទេដោយសារតែចំណេះគាត់មិនមែនមនុស្សនិយាយសម្ដីបែបហ្នឹងទៅកាន់ម៉ាក់ប៉ាឬក៏បងប្អូនទេចំណេះគាត់ជាមនុស្សដែលនិយាយល្អហើយធ្វើការក៏ល្អហើយដល់ពេលសុកទៅជាអញ្ចឹងម៉ាក់ប៉ាគាត់មិនសង្ស័យហើយមិនធំតែម៉ាក់ប៉ាសង្ស័យទេបងអូនស្រីគាត់ក៏សង្ស័យដែរហើយណាមួយបងអូនស្រីចំណេះមិនមែនក្មេងណាបងអូនស្រីចំណេះអាយុ20ជាងចំណេះអាយុប្រហែលជា7-30ហើយបងអូនគាត់ហ្នឹងក៏តាមពីក្រោយគាត់ហ្នឹងនិយាយទៅខុសអាយុគ្នាប្រហែលជា2-3ឆ្នាំអីទេហើយបងអូនស្រីគាត់ហ្នឹងក៏សង្ស័យដូចគ្នាតែហេតុអីក៏បងស្រីគាត់និយាយសម្ដីមិនព្រោះស្ដាប់ចឹងហេតុអីក៏គំរោះគំរើយហើយមិនត្រឹមតែនិយាយមិនព្រោះស្ដាប់ទេសភាពរាងកាយរបស់គាត់ហ្នឹងក៏វាអត់ដូចមុនដែរដូចថាពីមុនសាច់ឈាមភ្លឺថ្លាមុខមាត់អីដូចមានហុងស៊ុយតែមួយរយៈក្រោយនេះមុខគាត់ស្អាប់មែនតើដូចមនុស្សអត់មើលថែខ្លួនឯងចឹងណាអញ្ចឹងអ្នកផ្ទះគាត់សង្ស័យហើយអ្វីដែលគួរឲ្យសង្ស័យបំផុតគឺចំណិចនេះមួយរយៈក្រោយគាត់ចេញពីផ្ទះទាំងយប់ចេញប្រហែលជាម៉ោង 8-9 យប់ហ្នឹងទាំងដែលរដងគាត់ដែរចេញពេលយប់ទេគឺកម្រណាស់តើតែមានកម្មវិធីអីមួយយ៉ាងបានគាត់ចេញតែមួយរយៈក្រោយនេះចំណិចចេញពីផ្ទះទាំងយប់ហ្នឹងម៉ោង 8 ម៉ោង 9 បើកឡានទៅហើយមិនដឹងទៅណាទេហើយដល់ពេលបងអូនស្រីចំណិចគាត់ឃើញអញ្ចឹងគាត់មិនសង្ស័យមែនទេបងអូនស្រីគាត់ហ្នឹងក៏បើកឡានទៅតាមនិយាយទៅតាមបងស្រីចង់ដឹងថាបងស្រីគាត់ទៅណាអញ្ចឹងអានេះខ្ញុំសុំនិយាយពីបងអូនស្រីរបស់គាត់វិញហ្នឹងបងណាដោយសារតែពេលហ្នឹងចំណិចគាត់វល់ហើយគាត់គ្មានដឹងអីទៀតទេគាត់ដឹងតែពីម្យ៉ាងគាត់គឺគាត់ទៅរកគ្រូហ្នឹងគ្រូចូលរូគេហ្នឹងហើយគាត់បើកឡានទៅទាំងយប់ហ្នឹងគឺគាត់បើកឡានទៅរកគ្រូហ្នឹងឯង
Chẳng cho nên bây nắng vul vul về vón ói nè chẳng đầm bay ỏi nghi sưu dul hay bong bồn sủa snap chẳng nhâm xong bắt đầu tu ăn mau chìa bồn sấy bao cọt với nhá hay bồn sấy bao cọt nắng nhâm xong đã chmua thá chèn nạch hay bà chết na anh ấy cứ chmua đã tề chmua khai khai tề để sao tại nhâm trong lẹ bảo vọt bộ quan tịch để sao tại rương nít đôi bong bồn snap chẳng cứ bà bò tại đó chỉ vật bảo bộ quan à chẳng xong lẹ cục dáng á hay đã chmua bồn sấy cọt nắng ạ chmua chèn nạch nắng cọt khơi bong sấy cọt chèn nạch nắng ạ từ cài rò chụp hay chi ta na mà đang tề rò chụpไปคลายุบเชื้อบันตลอดมาวิ่งไปคลาติดดักยุบต่อแต่ปลักล้างบันมาวิ่งก็มีได้จังจะนัดกอดเหมือนช่างไหมเนี่ยเราไปกอดช่างจังอ่ะมีนยุบมุ้ยจะนัดนังกอดก็ตามบองใส่กอดจีลานมุ้ยเตี้ยตามพี่คอยจองดังอ่ะทาบองใส่ตนาไอ้จะนัดไปเรากอดตามตัวบงอ่ะกอดก็ทับบองใส่กอดไปให้เฉียตือมาดมนึงที่มันตือนาช่างจังนะปนใต้กอดจีตามจังอ่ะเราโหดตะดอขาดมุ้ยได้จีขาดขู่โจรุกนึงอ่ะไอ้เป็นนังจะนัดได้จีปอนใส่นึงคือกันแต่ช่างเลยนะถ้าบองใส่กอดเมาถือไอ้เมาขาดนั่งต้องยุบทั่วดำน้าหลังมาจำง่ายนะจำง่ายในแต่กอดมีนการงี้ไอ้จำบาดจังนะบานจะน้อยน้องกอดจีตามละโหดต่อแต่เคยจะในบองใส่กอดนั่งอ่ะแต่พเทียมมาขนองได้ทมอกร้าวเชอเลยไอ้บองใส่กอดก่อนแต่ต่อดอกพเทียนังเพลี้ยมจอกไปเลยล้านให้ดาวโจพเทียกรูมันเนี่ยนังมองไอ้เป็นนังจะน้อยได้จีปอนใส่กอดอดเตอซัวหรือก่อแต่จับได้บองใส่กอดเอาเจนไปพเทียนังเป็นเต้ไปนังโดยทาลุยมือซะนะไอ้บานจะน้อยนั่งอ่ะกอดจีแต่ซัวเกซัวไอซัวเนี่ยได้ในกระบายนั่งอ่ะกอดจีตัวจูบแต่มวยได้ไปนั่งเหมือนตอนบัดเฟียบัดไอเตไอเมียมาจากแต่เก่งกอยนมกนั่งอ่ะจะน้อยนั่งกอดก็ซัวแต่ทับแต่มาขนองได้บองใส่กอดโจนั่งอ่ะจีบแต่ไอเก้แต่นั่งเก้ทั่วไอเก้บางทั่วไอไอก่อนแต่จะน้อยกอดซัวจังพลิ้มเนี่ยจัดคางมาเนี่ยน้องอ่ะกอดแบบทับแต่มาขนองนั่งอ่ะคือจีบแต่ครูบรรจรรู้หรือก็ขู่โจหูขู่ทั่วเปิดทั่วมนกุมทั่วไอจังเตอยัยเตอเนี่ยภูมินั่งคือเกดังต่างอ๋อเกสกอดแต่ครูนั่งจะบ้านน่ะจังจะน้อยไปนั่งดังปอร์เมียนะถ้าบองใส่กอดเมาร้อกรูมาแต่ครูนึงอ่ะตั้งยุบแต่ไปน้องเจนน้อยก็ท่ากอดดังจังเปิดแม้แต่กอดมันเห็นโจแต่แต่ครูนึงเต้โดยซาแต่ไปแต่กอดตื่นนึงอ่ะกอดเคยมีนเหมือนนึกเปล่าบุญปรามเนี่ยกอยน้ำมกแต่ขู่นึงอ่ะจังจะน้อยกอดอัดเห็นโจเราไปกอดเห็นโจจังเต้กอดก่อสมัยจัดท้าบากลานตลอดมาแต่วิ่งให้เมาวิ่งตั้งยุบแต่ไอ้นึงอ่ะดำไปโยเรื่องนึงอ่ะแต่ปรับหมาป่าบากอดให้จำไปเพียซาเคลียจังนะถ้าเหตุไอ้ก็บองใส่กอดเนี่ยtừ rau cừu cho ruột tặng chụp hay tham mình số bong sậy quát nó á mà họ lớn có tham bàn đây bị bố pe đại chính bị tem mà đó cứ bắt du nè trong pe nước ban từ thầm bị phía xa kia chỉ mùi nâng mạ ba quát nó á ở bàn là hốt đau sai làng pe bạc màu và hai chỉ muốn đọc bạc nó á bàn trên đấy á quát phơi đầm ná màu theo vinh ai còn tại phơi đầm ná mà đọc theo vinh mạ ba quát chỉ mùi nâng bong sậy quát nó á sợi xuôi trên đấy mong tham mau bị na hạt ấy có bắt mà giúp tôi phư còn ai tôi phơi ấy miền ca nghĩ ấy tặng giúp nó á bọn tái trên nó cháu bọn top mau nhá ọt miên top sủ bùa thế cứ sấy cùng rơi mau mong con vậy chỉ mũi mạ ba con đó thà anh phẹp màn đòn hỏi thà công là bố chỉ mũi anh chởn pé hay con vậy hỏi cốt đa lang tập quạt mong anh nó cứ chỉ rắc trên này vậy tới cứ mà ra khỏi nên vậy ấy có ọt bàn này su ấy chởn còn bàn này đừng tại trên này nó sợ chê sợ cùng rơi tao vậy nhỉ ở bên nước nạp theo có chập đám song sai hơi đấy ở bên chết nó một con rương ra cả lon mau nữa mạ ba con bôn sấy con ọt miên này nè đằng thì cứ trên nách pe là có tới cào té có prapแต่มาย่างโคตรคือก็tớiทั่วกาก็tới miềnกาจังน่ะแต่อดดังเต้ถ้าก็tớiน่ะตึบแต่มาระยะข่อยนึงอ่ะtrên náchก็สำได้มันปรูฮะจังเกก็ซองใส่ไอ้ปอนใส่ก็tớiตามมือtới bạn khơi bạn đắng đối để nhom vậy chăng cứ trên náchก็tới đó cừuโจรุตั้งยบนึงอ่ะไอ้ดอกไปtrên náchก็มีนสกัมมาเพียบแบบนึงធ្វើឲ្យធុរកិច្ចរបស់គាត់មានបញ្ហាហើយមានបញ្ហាបែបធ្ងន់ធ្ងរមែនតើគឺតំណែងអីផ្សេងអត់មានចូលមកក្នុងឃ្លាំងទេគឺអត់មានការបងប្រាក់ឲ្យម្ចាស់តំណែងណាដោយថាតំណែងកំងគេហើយអត់មានឲ្យលុយគេអញ្ចឹងណាអញ្ចឹងពេលហ្នឹងធុរកិច្ចផ្ទះគាត់គឺអញ្ញៃមែនតើហើយម៉ាក់គាត់ដូចថាឲ្យចំណិចធ្វើធុរកិច្ចមួយហ្នឹងវាមានបញ្ហាអញ្ចឹងទៅម៉ាក់គាត់ក៏ចុះមកមើលធុរកិច្ចមួយហ្នឹងដោយខ្លួនឯងដោយដំបូងឡើយម៉ាក់គាត់សុំមើលបញ្ជីលុយបញ្ជីលុយកាក់ដែលត្រូវដំណើរការធុរកិច្ចមួយហ្នឹងដោយសារតែចំណិចគឺជាអ្នកកាន់លុយហើយក៏ជាអ្នក run business មួយហ្នឹងអញ្ចឹងគ្រប់យ៉ាងគឺនៅចំណិចប៉ុន្តែម៉ាក់គាត់ពេលដែលទៅសុំមើលបញ្ជីពីចំណិចហ្នឹងចំណិចអត់ឲ្យមើលទេហើយមិនត្រឹមតែមិនឲ្យមើលណាចំណិចគាត់ស្រោចជេរឡើងគំរោះគំរើយស្រោចជេរឡើងដូចមិនមែនម៉ាក់របស់គាត់អញ្ចឹងស្រោចជេរឡើងដាច់សាច់ទាំងដុំមកហើយដល់ពេលម៉ាក់គាត់សុំចំណិចមើលបញ្ជីលុយហ្នឹងស្រួលបួមិនបានគាត់មិនត្រូវលួចទៅមើលខ្លួនឯងគាត់ក៏ទៅលួចឆៃឆេមើលរកបញ្ជីហ្នឹងខ្លួនឯងទៅហើយពេលដែលឃើញបញ្ជីលុយរបស់គេហ្នឹងបងប្អូនដឹងហ៎គាត់សឹងតែគៀងសឹងតែស្លាប់គាត់ថាលុយនៅក្នុងបញ្ជីដែលដំណើរការធុរកិច្ចរបស់គាត់ហ្នឹងពី $10,000 នៅសល់តែប្រហែល$1,000ទេ
គឺវាបាត់សឹងតែអស់ហើយតំណែងអីផ្សេងដែលធុរកិច្ចគាត់ធ្វើជាប្រចាំហ្នឹងក៏អត់មានមកទៀតដែរនិយាយទៅគឺគ្រប់យ៉ាងសឹងតែប្រើពាក្យថាអាលាយហាន់ហោចបានណាគឺពេលហ្នឹងគឺអញ្ចឹងហ្មងហើយម៉ាក់គាត់យករឿងហ្នឹងមកសួរចនិចថាលុយបាត់ទៅណាអស់ហេតុអីក៏លុយ$10,000ជាងនេះវានៅសល់តែប្រហែលពាន់ប៉ុន្តែចនិចអត់មានប្រាប់ទេនៅតែដូចដើមកុំមកចេះរឿងអញកុំមករវល់ជាមួយអញនិយាយតែរឿងចឹងហើយម៉ាក់គាត់ដូចថាអាហ្នឹងរឿងធំអញ្ចឹងម៉ាក់គាត់ព្យាយាមសួរព្យាយាមស្រែកជេរចនិចវិញណាតែបងប្អូនដឹងចនិចធ្វើមិនទេចនិចគាត់រត់ទៅរកអំបោសហើយយកអំបោសបោះផ្ទះហ្នឹងមកវាយម៉ាក់គាត់វាយដូចវាយកូនអញ្ចឹងឡើងប្អូនស្រីគាត់ជាមួយនឹងប៉ាគាត់ចូលមកខាត់បានចនិចគាត់ដើរឡើងទៅបន្ទប់វិញទៅអាហ្នឹងគឺជាសកម្មភាពចនិចអញ្ចឹងវាធ្ងន់ធ្ងរមែនទេដល់ថ្នាក់យកអំបោសវាយម៉ាក់ខ្លួនឯងគិតមើលហើយបើនិយាយពីអារម្មណ៍ចនិចពេលនោះវិញគាត់ថាគាត់អត់មានដឹងថាអារឿងទាំងអស់ហ្នឹងវាគឺជារឿងដែលខុសឬមួយក៏ធ្ងន់ធ្ងរអីទេគឺគាត់ធ្វើទៅកាន់ម៉ាក់គាត់ហ្នឹងដោយសារតែគាត់ខឹងពេលហ្នឹងគឺមិនថាអ្នកណាទេនិយាយអីមកគាត់គឺគាត់តែងតែក្តៅក្រហាយដូចថាច្រឡោតឆាប់ខឹងឆាប់កំរោលអញ្ចឹងណាពេលហ្នឹងគឺចំណេះគាត់ដឹងតែប៉ុណ្្នឹងឯងគាត់មានគិតថាអាទង្វើនេះសមមិនសមអីអត់មានគិតទេដឹងតែម្យ៉ាងគាត់ទាស់ចិត្តគឺជេរអាហ្នឹងបើយើងនិយាយទៅកាន់អារម្មណ៍ចំណេះហើយទៅពេលម៉ាក់ប៉ាគាត់ឃើញចរិតកូនបែបហ្នឹងពេលហ្នឹងចាប់ផ្ដើមគិតទៅលើរឿងជំនឿណាថាប្រហែលជាចំណេះហ្នឹងទៅត្រូវអីម្យ៉ាងឬមួយក៏មានខ្មោចចូលខ្មោចអីចឹងទៅពេលហ្នឹងប៉ាគាត់គិតទៅលើរឿងហ្នឹងហើយប៉ាគាត់ក៏តាក់ទងទៅលោកគ្រូម្នាក់ដែលលោកគ្រូម្នាក់ហ្នឹងមិនមែនប៉ាគាត់ស្គាល់ដោយខ្លួនឯងទេតែខាងបងប្អូនប៉ាគាត់ស្គាល់អញ្ចឹងប៉ាគាត់ក៏តាក់ទងទៅគ្រូម្នាក់ហ្នឹងទៅហើយលើករឿងរ៉ាវរបស់ចំណិចហ្នឹងប្រាប់ទៅលោកគ្រូម្នាក់ហ្នឹងហើយគាត់ទៅប្រាប់ហើយគ្រូម្នាក់ហ្នឹងដំបូងឡើយគាត់គ្រាន់តែសង្ស័យគាត់ថាគាត់សង្ស័យប្រហែលជាចំណិចហ្នឹងត្រូវអំពើគេឬក៏ត្រូវស្នេហ៍ត្រូវអីរបស់គេអញ្ចឹងទៅតែគ្រូម្នាក់ហ្នឹងគាត់សុំថ្ងៃខែឆ្នាំកំណើតរបស់ចំណិចហើយប៉ាគាត់ហ្នឹងក៏ឲ្យថ្ងៃខែឆ្នាំកំណើតចំណិចទៅគ្រូម្នាក់ហ្នឹងទៅហើយគាត់ទៅឲ្យហើយគ្រូម្នាក់ហ្នឹងគាត់ថាបិទទូរស័ព្ទសិនទៅចាំមកសទុះទៀតគាត់តេមកវិញដូចថាគាត់សុំប្រើពេលបន្តិចដើម្បីមើលដើម្បីទស្សន៍ទាយក្បួនខ្នាតរបស់គាត់ហ្នឹងហើយបានប៉ាចំណិចហ្នឹងបិទទូរស័ព្ទទៅហើយមកសទុះក្រោយប្រហែលជា10នាទីបានគ្រូម្នាក់ហ្នឹងខលមកប៉ាចំណិចវិញហើយគាត់ទៅខលមកគ្រូម្នាក់ហ្នឹងគាត់ប្រាប់ថាហេតុអីក៏ទៅតែលើករឿងហ្នឹងមកប្រាប់គាត់ហេតុអីក៏ຕົកយូរដល់ថ្នាក់ហ្នឹងដោយសារតែចំណិចនេះគាត់ត្រូវអំពើគេយូរហើយត្រូវចូលខែហើយអញ្ចឹងគ្រូម្នាក់ហ្នឹងគាត់ថាឲ្យប៉ាចំណិចថាហេតុអីទើបតែមកប្រាប់គាត់មិនក៏មិនបញ្ញាប់មើលកូនឲ្យលឿនអញ្ចឹងណាហើយប៉ាចំណិចគាត់ថាគាត់ដឹងគាត់ទើបតែចាប់អារម្មណ៍មួយរយៈក្រោយហ្នឹងហើយបានគ្រូម្នាក់ហ្នឹងគាត់សួរគាត់ថាឥឡូវនេះលុយអស់ហើយមែនគឺសុកគាត់សួរអញ្ចឹងហ្មងគាត់សួររឿងលុយតើលុយចំណិចនេះអស់ហើយមែនហើយប៉ាគាត់ថាបាទលោកគ្រូបាទអស់ហើយ$10,000ជាងសល់តែប្រហែលពាន់ទេហើយបានគ្រូម្នាក់ហ្នឹងនិយាយមួយម៉ាត់មកទៀតគឺឈឺចាប់មែនតើគ្រូម្នាក់ហ្នឹងគាត់ថាចំណិចមិនត្រឹមតែអស់លុយទេអស់ទាំងខ្លួនទៀតគាត់និយាយមួយម៉ាត់ហ្នឹងប៉ាម៉ាក់ចំណិចលឺហើយសឹងតែធ្លាក់ថ្លើមដោយសារតែកន្លងមកនេះគាត់អត់ដែលដឹងថាកូនស្រីគាត់អស់ខ្លួនប្រាណជាមួយនឹងអ្នកណាអ្នកណីទេគឺគាត់ដឹងតែម្យ៉ាងគាត់កូនស្រីគាត់អាសាចេញទៅក្រៅហើយមានសកម្មភាពប្លែកហើយសភាពរាងកាយរបស់គាត់រៀងស្គមរៀងស្លក់ដូចមនុស្សមិនសូវមើលថែខ្លួនឯងអញ្ចឹងណាគឺមានតែប៉ុណ្្នឹងទេតែអត់ដែលដឹងថាកូនស្រីខ្លួនឯងទៅខូចខ្លួនជាមួយអ្នកណាអ្នកណីទេទើបតែឥឡូវហ្នឹងគ្រូម្នាក់ដែលប៉ាគាត់ទេទៅហ្នឹងប្រាប់មកថងចឹងហ្មងថាមិនត្រឹមតែអស់លុយទេអស់ទាំងខ្លួនទៀតដល់ពេលចឹងតែអារម្មណ៍ឪពុកម្ដាយលឺអញ្ចឹងធ្លាក់ថ្លើមក្ដុកហ្មងហើយគ្រូម្នាក់ហ្នឹងគាត់ថាបញ្ញាប់នាំចំណិចហ្នឹងទៅជួបគាត់ហើយនាំទៅជួបឲ្យលឿនឲ្យឆាប់បំផុតពីព្រោះចំណិចគឺត្រូវធ្ងន់ណាស់ហើយស្មាតទោសណាបងប្អូនអានេះវាអាចនឹងមិនសមរម្យបន្តិចដោយលោកគ្រូដែលប៉ាគាត់កំពុងតែនិយាយហ្នឹងប្រាប់ប៉ាចំណិចថាអ្វីដែលចំណិចត្រូវគឺជាអំពើស្នេហ៍ហើយស្នេហ៍ដែលគ្រូម្នាក់នោះដាក់មកគឺជាស្នេហ៍ដែលគេយកប្រេងមកលាបប៉ុន្តែប្រេងដែលគ្រូម្នាក់នឹងយកមកលាបចំណិចមិនមែនលាបកន្លែងធម្មតាទេគឺអាគ្រូចូលរូបហ្នឹងវាយកទៅលាបនៅកន្លែងអវយវៈភេទនេះភ័យទោសណាបងប្អូនវាអាចនឹងមិនសមរម្យប៉ុន្តែគ្រូម្នាក់ហ្នឹងគាត់និយាយចឹងហ្មងគាត់ថាអំពើចំណិចហ្នឹងគឺធ្ងន់ធ្ងរណាស់វាយកទៅលាបនៅកន្លែងហ្នឹងហើយសួរថាវាលាបពេលណាវាលាបពេលដែលចំណិចទៅរកគ្រូហ្នឹងហើយចំណិចមិនស្លាប់មែនទេអញ្ចឹងពេលដែលចំណិចស្លាប់អាគ្រូហ្នឹងវាមិនបំពេញរាងកាយចំណិចខ្ទេចខ្ទីអស់ហើយវាមិនធំតែបំពេញទេវាយកអាប្រេងមន្តអាគមអីរបស់វាហ្នឹងមកលាបនៅលើខ្លួនចំណិចហ្នឹងអញ្ចឹងបានចំណិចនេះគាត់ដូចថាគាត់ត្រូវធ្ងន់ជាងគេជាងឯងពីព្រោះអាប្រេងមន្តអាគមប្រេងព្រាយអីផ្សេងហ្នឹងអាប្រេងហ្នឹងជាទូទៅនៅពេលដែលគេប្រើគេយកមកលាបលើខ្លួនឧទាហរណ៍ថាបងប្អូនចង់ដាក់ស្នេហ៍ខ្ញុំណាបងប្អូនគ្រាន់តែយកមកលាប
លើដៃលើជើងខ្ញុំទៅខ្ញុំត្រូវស្នេហ៍បងប្អូនហើយគឺតែប៉ុណ្្នឹងណាត្រូវស្នេហ៍ហើយប៉ុន្តែចំណិចនេះគេមិនមែនលាបលើខ្លួនលើដៃលើជើងទេគេលាបនៅអាតំបន់ហាមឃាត់នោះអញ្ចឹងហើយចំណិចគាត់ត្រូវធ្ងន់អញ្ចឹងគ្រូម្នាក់ហ្នឹងគាត់ថាបញ្ញាប់នាំចំណិចទៅជួបគាត់ឲ្យលឿនបើមិនចង់ឲ្យហួសពេលទេហើយឥឡូវហ្នឹងគ្រូម្នាក់ហ្នឹងថាអំឡុងពេលដែលយើងនិយាយគ្នាហ្នឹងអាគ្រូចូលរូបម្នាក់ហ្នឹងវាក៏ដឹងដែរនិយាយទៅវាមានតែជាទឹកវាក៏ដឹងដែរថាយើងកំពុងតែនិយាយគ្នារឿងដោះអំពើចង់ជួយចំណិចហ្នឹងអញ្ចឹងបើមិនចង់ឲ្យហួសពេលទេបញ្ញាប់នាំចំណិចទៅជួបគាត់ហើយអ្វីដែលគ្រូម្នាក់ហ្នឹងប្រាប់ប៉ាគាត់គឺវាអញ្ចឹងពិតមែនដោយប៉ាចំណិចគាត់ថាពេលដែលនិយាយជាមួយគ្រូម្នាក់ហ្នឹងហើយបិទទូរស័ព្ទទៅបានប្រហែលជា2ម៉ោងស្រាប់តែចំណិចអាការៈគាត់ចាប់ផ្ដើមរើគឺអាការៈគាត់ចាប់ផ្ដើមចង់ចាញ់ទៅក្រៅផ្ទះចំណិចគាត់អត់ចង់នៅក្នុងផ្ទះទេទោះបីជាយើងខំប្រឹងហាមខំប្រឹងចាប់ដៃចាប់ជើងគាត់ក៏គាត់ព្យាយាមពង្រេះនិយាយទៅគាត់ចង់ចេញពីផ្ទះគាត់អត់ចង់នៅនឹងទេហើយគាត់ចង់ចេញទៅណាបងប្អូនប្រកាសជាដឹងហើយមែនទេគឺគាត់ប្រហែលជាទៅរកគ្រូម្នាក់នោះគ្រូចូលរូបគាត់នៅឯខេត្តហ្នឹងតែពេលហ្នឹងម៉ាក់ប៉ាបងស្រីចំណិចគឺនាំគ្នាចាប់ចំណិចចាប់អត់ឲ្យទៅណាទេហើយមិនត្រឹមតែចាប់ធម្មតាទេចាប់ចងទៀតចងដៃចងជើងចំណិចហ្នឹងកុំឲ្យងើបរួចហើយបានប៉ាគាត់ហ្នឹងខលហៅបុគ្គលិករបស់គាត់ដែលធ្វើការនៅក្នុងក្រុមហ៊ុនគាត់ហ្នឹងឲ្យបុគ្គលិកប្រុស 2-3 នាក់មកជួយលើកចំណិចហ្នឹងដាក់លើឡានហើយបាននាំចំណិចហ្នឹងទៅរកគ្រូដែលប៉ាគាត់ខលមុនហ្នឹងនិយាយទៅតតែធ្វើអញ្ចឹងបានចំណិចគាត់ព្រមទៅពីព្រោះហៅទៅធម្មតាអត់ព្រមទៅទេតតែចងដៃចងជើងលើកដាក់ឡានតលេងថក្តៅហើយបានធ្វើដំណើររហូតទៅដល់ផ្ទះគ្រូម្នាក់ហ្នឹងទៅហើយផ្ទះគ្រូម្នាក់ហ្នឹងនៅមិនឆ្ងាយពីផ្ទះចំណិចប្រហែលទេប្រហែលជា 30-40 គីឡូអញ្ចឹងក៏ធ្វើដំណើរប្រហែលជាមួយសាទូទៅដល់ក៏លើកចំណិចហ្នឹងចុះពីលើឡានហើយនាំចូលទៅជួបគ្រូម្នាក់ហ្នឹងនៅក្នុងផ្ទះហើយគ្រូម្នាក់ហ្នឹងការស្លៀកពាក់របស់គាត់គឺស្លៀកសនិយាយទៅដូចជាអ្នកដែលធ្វើបន់ធ្វើទានអញ្ចឹងណាហើយគ្រូម្នាក់ហ្នឹងគាត់មិនមែនជាគ្រូចូលរូបអីដូចគ្រូចំណិចនៅខេត្តទេលោកគ្រូម្នាក់ហ្នឹងគាត់ជាលោកគ្រូទាយពិតមែនប៉ុន្តែគាត់ទាយធម្មតាគាត់ទាយបែបមើលបៀមើលអីចឹងណាហើយគាត់មានវិជ្ជាមន្តអាគមខាងដោះអំពើឬក៏បណ្ដេញខ្មោចដែលសន្ធិដ្ឋតាមខ្លួនមនុស្សអីចឹងទៅអាហ្នឹងគឺជាកេរ្តិ៍ឈ្មោះរបស់គាត់ហើយគ្រាន់តែនាំចំណិចទៅជួបគ្រូម្នាក់ហ្នឹងភ្លាមចំណិចគាត់អង្គុយស្លក់គ្រូម្នាក់ហ្នឹងស្លក់អត់មានដាក់ភ្នែកទេស្លក់ដោយរបៀបកំហឹងដោយរបៀបចង់លេងជាមួយគ្រូម្នាក់ហ្នឹងចឹងណាហើយលោកគ្រូម្នាក់ហ្នឹងនិយាយជាមួយចំណិចថាមានអារម្មណ៍ម៉េចឥឡូវនេះក្នុងខ្លួនមានអារម្មណ៍ម៉េចតែចំណិចហ្នឹងអត់មានតបជាមួយនឹងលោកគ្រូម្នាក់ហ្នឹងទេហើយមិនត្រឹមតែមិនតបទេណាស្ដោះទឹកមាត់ដាក់គ្រូម្នាក់ហ្នឹងទៀតតែសំណាងណាដែលពេលដែលចំណិចស្ដោះទឹកមាត់ទៅហ្នឹងគឺវាចំជើងខោលោកគ្រូដូចថាមិនចំកដាមុខលោកគ្រូបើចំកដាមុខលោកគ្រូហ្នឹងប្រកាសជារឿងទៀតហ្នឹងមែនទេតែពេលហ្នឹងលោកគ្រូម្នាក់ហ្នឹងអត់ប្រកាន់ទេដោយសារតែគាត់ដឹងថាចំណិចកំពុងតែត្រូវអំពើរបស់គេត្រូវស្នេហ៍របស់គេអញ្ចឹងលោកគ្រូម្នាក់ហ្នឹងគាត់ក៏ចាប់ផ្ដើមធ្វើពិធីហើយអំឡុងពេលដែលធ្វើពិធីហ្នឹងចំណិចគាត់ថាគាត់ពិបាកក្នុងខ្លួនមែនទែនគាត់ដូចពិបាកទ្រាំហើយគាត់ថានៅក្នុងផ្ទះហ្នឹងក្តៅមែនទែនក្តៅដូចគាត់ហ្នឹងកំពុងតែត្រូវគេដុតអញ្ចឹងណាវេទនាមែនទែនស្រែកយំនៅក្នុងផ្ទះគ្រូម្នាក់ហ្នឹងទាំងដែលគេគ្រប់គ្នាអត់មានក្តៅទេគឺមានតែចំណិចម្នាក់ឯងហ្នឹងក្តៅមែនទែនហើយពេលហ្នឹងចំណិចគាត់ថាគាត់មានសតិនៅក្នុងខ្លួនប៉ុន្តែគាត់អត់ដឹងអីទេដឹងតែពីម្យ៉ាងគាត់គឺក្តៅហើយលោកគ្រូម្នាក់ហ្នឹងធ្វើពិធីបដាសូត្របដាហើយធ្វើទឹកមុនមកធុងទៅហើយយកទឹកមុនហ្នឹងមកស្រោចឲ្យចំណិចហើយស្រោចហើយអត់តន់ចប់ទៀតធ្វើពិធីធ្វើអីចឹងទៀតធ្វើឡើង 2-3 ម៉ោងតម្រាំតែហើយហើយនៅពេលដែលធ្វើពិធីហើយលោកគ្រូម្នាក់ហ្នឹងប្រាប់ប៉ាចំណិចថាឲ្យយកចំណិចហ្នឹងមកផ្ទះគាត់ម្ដងទៀតនៅថ្ងៃស្អែកដោយសារតែពិធីដែលគាត់ធ្វើហ្នឹងมันអាចដោះបានក្នុងរយៈពេលមួយថ្ងៃទេគឺយ៉ាងតិចណាស់ក៏15ថ្ងៃដែរអញ្ចឹងតម្រូវឲ្យប៉ាចំណិចហ្នឹងនាំចំណិចមករកគាត់រាល់ថ្ងៃក្នុងរយៈពេល15ថ្ងៃហ្នឹងណាហើយប៉ាចំណិចក៏បានតាមហ្នឹងទៅហើយគ្រូម្នាក់ហ្នឹងគាត់ដាស់តឿនទៀតថាពេលដែលនាំចំណិចទៅផ្ទះវិញគឺត្រូវតែឃ្លាំមើលបើមិនជាអាចចាក់សោឃុំចំណិចហ្នឹងឲ្យនៅក្នុងបន្ទប់ហ្នឹងហើយមិនបាច់ឲ្យចេញក្រៅទេពីព្រោះបើមិនឃ្លាំមើលបើមិនចាក់សោអញ្ចឹងទេចំណិចអាចនឹងលួចចេញទៅក្រៅផ្ទះហើយគាត់នឹងទៅរកអាគ្រូម្នាក់ដែលដាក់អំពើគាត់ហ្នឹងគ្រូចូលរូគេហ្នឹងអញ្ចឹងត្រូវតែចាក់សោត្រូវតែឃុំគាត់នៅក្នុងបន្ទប់ហើយប៉ាម៉ាក់គាត់ក៏បានតាមហ្នឹងទៅហើយបាននាំចំណិចមកផ្ទះវិញមកហើយពេលដែលចំណិចមកផ្ទះវិញហ្នឹងពេលហ្នឹងស្មារតីគាត់មិនសូវជាពេញលេញអីប្រហែលទេណាគាត់ថាគាត់រៀងដឹងខ្លួនតិចមកវិញហើយបងអូនស្រីគាត់ចំណុចហ្នឹងគឺជាអ្នកងូតទឹកជូតខ្លួនឲ្យគាត់ផ្លាស់កៅអៅផ្លាស់អេគាត់ចឹងទៅហើយបាននាំគ្នាចេញពីបន្ទប់វិញមកហើយចាក់សោចាក់អីពីក្រៅហើយតទៅដល់ពេលបាយបានលើកបាយឲ្យចំណិចដល់ក្នុងបន្ទប់និយាយទៅកន្លែងហ្នឹងដូចពិបាកមែនតើណាដូចអ្នកទោសឃុំឃាំងចឹងណាតែត្រូវតែធ្វើអញ្ចឹងហើយរហូតដល់ស្អែកឡើងបានប៉ាម៉ាក់គាត់ហ្នឹងនាំចំណិចទៅរកគ្រូម្ដងទៀតនិយាយទៅនាំទៅរាល់ថ្ងៃហើយទៅដល់គ្រូម្នាក់ហ្នឹងក៏ចាប់ដើមធ្វើពិធីទៅធ្វើដោយម្សិលមិញអញ្ចឹងណាសូត្រនេះសូត្រនោះអញ្ចឹងទៅហើយធ្វើទឹកមុនយកមកស្រោចឲ្យចំណិចហើយយកទឹកមុនដែលសល់ហ្នឹងយកមកឲ្យចំណិចផឹកទៀត
ហើយទឹកមុនដែលលោកគ្រូម្នាក់នឹងធ្វើគឺលោកគ្រូតម្រូវឲ្យប៉ាម៉ាក់ចំណិចលាងជើងនៅក្នុងនឹងទៀតនិយាយទៅយកទឹកលាងជើងម្ដាយឪពុកហើយរួមទាំងការធ្វើពិធីរបស់លោកគ្រូម្នាក់នឹងទៀតយកទឹកហ្នឹងមកស្រោចឲ្យចំណិចហើយឲ្យចំណិចផឹកធ្វើអញ្ចឹងរាល់ថ្ងៃហើយថ្ងៃទី1ទី2អត់មានបញ្ហាអីទេណាប៉ុន្តែចូលទៅដល់ថ្ងៃទី3អានេះអ្វីដែលគ្រួសារចំណិចគាត់ប្រាប់ពេលក្រោយគឺថ្ងៃទី3ហ្នឹងពេលយប់ឡើងចំណិចគាត់ចាប់ផ្ដើមបញ្ចេញអាការៈរបស់គាត់ហ្នឹងគឺដូចរាល់ដងអញ្ចឹងសើចអាឡេអាឡូចង់ចេញពីបន្ទប់ហើយគាត់ថាគាត់ចង់ចេញទៅក្រៅគាត់ត្រង់អត់បានទេឲ្យគាត់ទៅគាត់សុំវល់ផងគាត់សឹងតែចង់សម្លាប់ខ្លួននៅក្នុងបន្ទប់គាត់ថាបើមិនឲ្យគាត់ចេញទេគាត់សម្លាប់ខ្លួនតែនៅក្នុងបន្ទប់ពេលហ្នឹងគឺម៉ាក់ប៉ាគាត់យកអាវ៉ាន់ចេញមកអស់ហើយនិយាយទៅអត់មានអ្វីដែលឲ្យចំណិចសម្លាប់ខ្លួនបានណាបើសិនជាចង់សម្លាប់ខ្លួនតតែរត់បងចាំងបានសម្លាប់ខ្លួនបានណាគឺពេលហ្នឹងដូចថាម៉ាក់ប៉ាគាត់បារម្ភអញ្ចឹងយកអាវ៉ាន់ណាដែលគ្រោះថ្នាក់ចេញមកទាំងអស់ហើយចំណិចហ្នឹងស្រែកលេងគាត់ទៅគាត់ចង់ទៅក្រៅចង់ទៅរកគេហៅគាត់ទៅគាត់និយាយទៅពាក្យអញ្ចឹងអាហ្នឹងគឺថ្ងៃទី3ហើយថ្ងៃទី4អត់មានបញ្ហាអីទេប៉ុន្តែចូលទៅដល់ថ្ងៃទី5អានេះគឺកើតឡើងនៅផ្ទះលោកគ្រូដែលលោកគ្រូកំពុងតែធ្វើពិធីឲ្យចំណិចហ្នឹងគឺលោកគ្រូកំពុងតែសូត្រកំពុងតែស្រោចទឹកស្រោចអីឲ្យចំណិចហ្នឹងស្រាប់តែចំណិចគាត់ក្អួតហើយពេលដែលចំណិចគាត់ក្អួតចេញមកហ្នឹងគឺគាត់ក្អួតចេញមកសិតតែដីគឺដីលាយនឹងទឹកដីខ្មៅដីដូចរបៀបខ្ជូងដូចរបៀបអីមិនដឹងទេខ្មៅហើយវាលាយជាមួយនឹងស្លេះជាមួយអីរបស់គាត់ហ្នឹងហើយអ្វីដែលវាចម្លែកគឺវាមានក្លិនស្អុយមែនតើស្អុយឡើងធំមិនបានណាហើយក្អួតចេញមកអញ្ចឹងអាហ្នឹងគឺថ្ងៃទី5ហើយដល់ពេលថ្ងៃទី6ក្អួតមកទៀតហើយក្អួតលើកហ្នឹងសុទ្ធតែសក់និយាយទៅចាញ់មកម្ដងបន្តិចសុទ្ធតែរបស់ដែលវាមិនគួរមាននៅក្នុងខ្លួនមនុស្សហើយអាហ្នឹងយើងគិតថាវាសាហាវណាប៉ុន្តែស្អែកឡើងគាត់ក្អួតចេញមកម្ដងទៀតហើយអ្វីដែលគាត់ក្អួតមកថ្ងៃហ្នឹងធ្វើឲ្យម៉ាក់ប៉ាគាត់ឃើញហើយស្លុតចិត្តមែនតើគឺចំណិចគាត់ក្អួតចេញមកសុទ្ធតែដេកូលហើយដេកូលដែលគាត់ក្អួតហ្នឹងមិនមែនដេកូលតូចទេណាអាដេកូលមកទឹកអាធំហើយបងប្អូនគិតមើលវាចូលទៅនៅក្នុងខ្លួនមនុស្សតាមរបៀបណាវាចូលតាមណាយើងសាកគិតបែបវិទ្យាសាស្ត្រគិតបែបលេងសួរថាអាដេកូលមកទឹកធំហ្នឹងវាចូលទៅក្នុងខ្លួនចំណិចពេលណាបើថាចំណិចញ៉ាំដេកូលវាដូចមិនអាចទៅរួចទេមែនទេប៉ុន្តែពេលហ្នឹងអញ្ចឹងក្អួតចេញមកចេញដេកូលហើយចេញឡើង2 3ដើមមកហើយពេលដែលគាត់ក្អួតវេទនាណាគាត់ស្រែកសំឡេងដូចមនុស្សដែលចិត្តដាច់ខ្យល់ស្រែកយំផងអីផងដូចថាគាត់ពិបាកក្នុងខ្លួនហើយថ្ងៃហ្នឹងគឺក្អួតដេកូលប៉ុន្តែស្អែកឡើងក្អួតទៀតស្អែកឡើងហ្នឹងគាត់ក្អួតចេញមកសិតតែប្រេងក្អួតចេញមកដូចមិនមែនទឹកដូចវាមានប្រេងល្អិលមកជាមួយនឹងកាកសំណល់ដែលនៅក្នុងខ្លួនចំណិចហ្នឹងហើយក្លិនស្អុយមែនតើហើយអំឡុងពេលដែលគ្រូម្នាក់ហ្នឹងគាត់កំពុងតែជួយចំណិចគាត់និយាយមកកាន់ប៉ាម៉ាក់ចំណិចថាអំឡុងពេលដែលគាត់ធ្វើពិធីដោះអំពើហ្នឹងអាខាងគ្រូដែលដាក់មកហ្នឹងវាកំពុងតែដាក់ថែមនិយាយទៅខាងនេះប្រឹងដោះខាងនោះប្រឹងដាក់វាអញ្ចឹងដូចថាកំពុងតែឆ្លោះគ្នាកំពុងវាយគ្នាអញ្ចឹងណាអញ្ចឹងអាអ្នកដែលត្រូវនេះគឺចំណិចនេះវេទនាមែនតើដូចថាមកសតុរៀងខនបាល់តែមកសតុក្រោយទៅជាមានអាការៈមកម្ដងទៀតក្អួតមកទៀតហើយក្អួតហើយធូរស្បើយហើយក្អួតមកទៀតវេទនាមែនតើសឹងអាស្លាប់ហើយអញ្ចឹងទៅលោកគ្រូម្នាក់ហ្នឹងព្យាយាមជួយចំណិចរហូតហើយដំបូងឡើយគាត់ថាធ្វើពិធី15ថ្ងៃមែនទេប៉ុន្តែសរុបចុងក្រោយមកគឺគាត់ធ្វើពិធីរហូតទៅដល់20ថ្ងៃតម្រាំតែចំណិចហ្នឹងធូរស្បើយមកវិញប៉ុន្តែពេលដែលចំណិចធូរស្បើយមកវិញអានេះគឺជាថ្ងៃចុងក្រោយណាគ្រូម្នាក់ហ្នឹងគាត់ថាគាត់ជួយបានតែប៉ុណ្្នឹងទេហើយក្រោយពីហ្នឹងគឺតម្រូវឲ្យចំណិចទៅបួសគឺបួសជាដូនជីនៅក្នុងវត្តហ្មងមិនមែនគ្រាន់តែទៅកាន់សិលឬក៏ទៅធ្វើវិបស្សនាអីគឺអត់ទេគឺទៅបួសហើយលោកគ្រូគាត់ប្រាប់ថាបើសិនជាចំណិចគាត់ទៅបួសអាអំឡុងពេលដែលគាត់បួសហ្នឹងអាអំពើស្នេហ៍ដែលគាត់កំពុងតែត្រូវហើយកំពុងតែនៅសល់បន្តិចបន្តួចនៅក្នុងខ្លួនគាត់ហ្នឹងវាអត់មានរិទ្ធអំណាចអីធ្វើបាបចំណិចបានទៀតទេហើយយូរទៅវានឹងបាត់ដោយខ្លួនឯងអញ្ចឹងលោកគ្រូណែនាំឲ្យចំណិចទៅបួសប៉ុន្តែលោកគ្រូគាត់បញ្ជាក់គាត់ថាតលតែឲ្យម៉ាក់ប៉ាចំណិចហ្នឹងសួរចំណិចដោយផ្ទាល់ហើយសួរហើយត្រូវតែឲ្យចំណិចហ្នឹងឆ្លើយថាគាត់ចង់ទៅបួសនិយាយទៅចង់ឲ្យចំណិចគាត់ទៅបួសចេញពីចិត្តមិនមែនបខំគាត់ឲ្យគាត់ទៅបួសទេណាម៉ាក់ប៉ាគាត់ពេលដែលទៅដល់ផ្ទះវិញត្រូវទៅសួរចំណិចឲ្យគាត់ឆ្លើយចេញពីចិត្តដោយខ្លួនឯងហើយចំណិចពេលហ្នឹងស្មារតីគាត់អត់តន់មកវិញទេគេសួរអីឆ្លើយមិនតន់បានផងហ្នឹងហើយមិនត្រឹមតែឆ្លើយមិនបានទេពេលខ្លះចំណិចគាត់អត់ស្គាល់ឈ្មោះខ្លួនឯងទៀតដូចថាសួរគាត់ថាគាត់ឈ្មោះអីគាត់អត់ដឹងទេចំណិចគាត់វែងដល់ថ្នាក់ហ្នឹងហើយម៉ាក់ប៉ាគាត់ប្រើពេលវេលាមើលថែចំណិចហ្នឹងបានប្រហែលជាកន្លះខែទៅ1ខែខាងមុខបានម៉ាក់ប៉ាគាត់ហ្នឹងសួរចំណិចថាទៅបួសបានអត់ចង់ទៅបួសអត់ហើយចំណិចហ្នឹងគាត់ក៏សម្រេចចិត្តថាទៅបួសពីព្រោះពេលហ្នឹងដូចថាស្មារតីរៀងមកម្ដងតិចចឹងចឹងចំណិចហ្នឹងក៏ទៅបួសទៅប៉ុន្តែពេលដែលគាត់សម្រេចចិត្តទៅបួសហ្នឹងគឺគាត់មិនទាន់ចាំខ្លួនឯង 100% ទេ
vậy tới đôi là biết mà nơi sơ về hình vón chẳng á dương xua quạt tha quạt cát ấy hay quạt tờ ro kru nâng thử ấy hay hạt ấy có tờ ro kru nâng cứ quạt đăng thì cho nên quạt tha quạt trăm mặt bàn cục giang vía đôi tờ tê á nó không khu của ba quạt á vì ăn miên rụp hiệp ấy quạt trăm bàn sao cứ trăm bàn tại tịch chẳng á tại ở vậy đã lõ cứ chỉ nấy quạt sầm ra chặt tự bùa được luôn ảnh ở vậy đại dương sẽ đạp hao đi tha chọn sọ tập này chứ cứ bỏ ôn sấy quạt nè chỉ nói chứ về nó có sầm ra chặt bùa chỉ mỗi bong sấy quạt đai đời xa tại chỉ nói quạt tha bong sấy quạt về nó mình toàn chỉ smart đầy pin lên nhá chẳng chỉ nói quạt bà rام mà đợi về quạt bà rام chẳng tới quạt sầm mẹ chặt thá bùa chỉ mỗi bong sấy quạt hay nơi chỉ mỗi kia không quạt nữa ạ nơi mơ thai bong sấy chẳng tới vẫn ta chỉ nói đại chỉ bỏ ôn sấy nữa á quạt tha quạt bùa bàn tại pi khai chỉ mỗi bong sấy quạt té hay quạt có sặc trên màu bình hay tục ai bong sấy quạt nữa bùa tại đại xa tại pe nắng bong sấy quạt chập đá smart đầy màu bình đôi ta hiện khoản bá trên này pe nắng quạt hiện trăm nô hiện score mua luôn ai hiện đăng ta miên hưởng ấy cả lăng chấm quạt chẳng á chẳng còn ai pra chỉ vật mà này ai bàn chẳng hay chỉ nói quạt có sầm mẹ chất thá sặc trên màu bình hay chỉ nói quạt nơi bùa không quạt nữa ạ và hai chỉ chất mà nằm bàn quạt sặc trên màu bình hay pe đại quạt sặc trên màu bình pe nó cứ smart đầy màu bình nhá tái trên này quạt thá quạt ọt trăm thì tha quạt từ tia kru mà nè nông ạ thử ấy tái quạt đằng tha quạt từ tia kru nông tái từ hói thua ấy khla miên hưởng ấy khla quạt đằng thì anh nói vậy để trên này phèo màu nhóm ọt vô đấy nè đôi tha quạt cặp bông tài nơi không sẵn đom kê chẳng nè quạt sơ trăm ọt sơ vô thì quạt đằng ta mà dáng quạt cứ quạt từ đó kru mà nè nông đọp thè ấy pe đại từ đọp thè kru mà nè nông hói cục giá ngất chẳng ọt đằng ấy thì ấy có mình đằng tha kru mà nè nông thua ấy quạt bom pin ấy quạt khla thua mấy khla quạt đằng thì cứ quạt trăm ăn tập ăn nằng ấy pe đại trên này quạt sặc trên màu vinh quạt prao chỉ vật thòm đào với nhá bàn pa quạt nè chập đào lơ cái rương rào đại cả làng chụp po trên này nó ngã prap màu trên này từ prap màu đôi để nhom dậy tăng của má nó ngã cứ trên này nó ngã từ thầm mặt đằng pe cào nó ngã tại còn là tha nhom do từ sầm rai khẳng mốc ao bông ôn sủi vô chẳng á hay ông pơ đại trên này quạt trâu á anh ấy cứ pa quạt đằng pì lục kru mà nè đại mà chui trên này nó ngã lục kru mà nè nó ngã prap pa trên này tha trên này nó ngã trâu snai kì còn tại ông pơ snai đại cái đạm màu trên này nó ngã cứ mình mén đạ tại môi thì cứ đạ trao giang mình tên tăng bị khmoi tay hao đây nó không phải cha khmoi hay ông pơ đại kê prao đại cool ông pơ snai đại kê prao preng pri hay do mà liệp lơ khluôn trên này nữa á hay miền tầng sọ khmoi miền tầng cả trọ khmoi miền tầng thiệt mà nư bầm nai này xạ sọc vậy tới thơ chớn mình tên kru cho rút mà nè nó á cứ thưa ao trên này đi ngốc nâng quạt mừng hay nó pe đại ngốc hói trên này đi thang ai bị khluôn hói á trên này nâng slap cứ ông pơ mũi nâng chẳng đâm ra ai bà cô khục giang ai khủ mà nè nâng tới cứ con nâng lên thời ca trên này trời NP đã lên thời ca trên này mình slap mày nè anh nó cứ chưa vậy đại lục kru mà nè nó prap mau pa trên này ai pa con dòng mà prap trên này to máu bàn tập này chứ lừa hai tập này mình tên ai con chơi tầm miên vì bà đệ sợi mà đo họ ngay nó con mình đăng á thà bây giờ con từ theo kru nó mình đăng chỉ vừa ấy con khla bông vốn cất mưa rõm con mình đăng mấy chứ mày nè tôi bây chỉ con ọt trăm vật mến tại vì chơi thật vừa dương cất á dương kịch dương nấc dương chết ta sờ máu sờ máy được luôn ai nhá tha pe là dương tới theo cụ nâng hay dương sờ lạp bát ta cụ nâng thua ấy dương khla tha mình thấy vía bầm pin trên đấy hay vía bầm pin mình đang chỉ bầm han đòn thế bị po trên đấy tới chọn đòn mình tên ao ta tha lư sầm lên cây há á đang ở bạc lan ta rồi chẳng ăn nó ngáo bông bón vía cứ chỉ vì bà đệ sờ rầy mùi bỏ trên đấy á vậy để cùi sau slide bầm phật á cứ cu tình đằng trên đấy đại chia Dennis nữa á cứ tăng vì con tập lọp từ thưa ca nơi bờ tây phẳng á con đã tập lọp mau vinh tê giấy tới cứ có trao trên này ôi trên này nâng nơi tại nhớ nè có đọt miền màu riệp ca riệp ai tam son là giả bao quạt á tái trên này có vô đài đời xa tại có đơn thật Dennis để chỉ chôn chết bò tê nó á có tới ông pơ kru mà nè nông đái đời xa tại trên này có ban do thay khai năm cầm nát có chỉ mùi nâng Dennis hay do sầm liệu bồng pe mà nè mà có plé từ ao kru mà nè nông á thưa bị thị chẳng bên này tha cun đắng bao quạt á có thợ pơ kia đái chẳng hai bàn mà ra dạ từ bố á bông bông ngao lẽ bộ quát chluộc kia là hột giấy anh tích chluộc kia giấy tích chluộc kia ai ban ấy mình chluộc bảo kru cho ruột mà nè nó ạ với phơm pơ đã pi nè con chắc pi nè con mình giấy ọt thử kia ấy chluộc kia ngắt là hột mà đau hóa ngay nữa á tại trên ấy mà ra dạ khỏi quạt ọt miên khoa từ lơ rương snai ha ấy nâng tê tê trên ấy có tha tăng bị quạt bùa đón chi hào nhá con miên cất từ lơ rương chẳng tê tê đôi ta bà đòi tam việt sna bà đòi tam dạ tha cam chẳng á vẫn đã khỏi máu trên ấy có đăng bò miên pi Dennis đó nè cứ có đăng tha Dennis ba chập bón cứ miên của xa hơi còn miên bọc miên câu nơi ai bát tê prang bao quạt nữa
ហើយគាត់ក៏បានផ្ដល់ដំណឹងហ្នឹងមកកាន់ចំណិចដែរនិយាយទៅពួកគាត់និយាយគ្នាបែបស្រួលបួលណានិយាយគ្នាដោយសន្តិវិធីអត់មានប្រើអារម្មណ៍ស្រែកកំរោលអីដាក់គ្នាទេហើយណាមួយគាត់ដូចប្រាប់ចឹងណាគាត់មិនសូវជាចង់ដឹងប្រហែលទេតែណាទៅដូចថានិស័យវាមិនមែនជាគូចឹងណានិយាយទៅតាំងពីគាត់បួសជាដូនជីហើយគាត់ចាប់ផ្ដើមយល់អារឿងអស់ហ្នឹងណាអញ្ចឹងគាត់ចេះធ្វើចិត្តខ្លួនឯងគាត់ធ្វើចិត្តឲ្យស្ងប់គាត់អត់មានហួងហែងឬមួយក៏ស្រឡាញ់បារម្ភអីដូចមុនពេកទេបដោយតាមយថាកម្មហើយក្រោយពេលដែលចំណិចគាត់សឹកមកវិញណាបានប្រហែលជា2ឆ្នាំចំណិចហ្នឹងគាត់ក៏សម្រេចចិត្តទៅបួសជាដូនជីម្ដងទៀតហើយបួសលើកហ្នឹងបានប្រហែលជា2ទៅ3ឆ្នាំបានគាត់សឹកចេញមកវិញហើយការទៅបួសលើកទី2ហ្នឹងគឺទៅដោយចិត្តណាទៅដោយអារម្មណ៍ដូចថាចង់ទៅអញ្ចឹងណាក៏អត់មានត្រូវអំពើឬមួយក៏មានអាការៈអីទៀតទេអានេះគឺទៅដោយចិត្តហ្មងគឺមានក្តីសុខណានៅពេលដែលគាត់បួសជាដូនជីអញ្ចឹងណាហើយគាត់បួសតែ2ឆ្នាំទេក៏សឹកចេញមកវិញមកហើយរាល់ថ្ងៃជីវិតគាត់ក៏អត់មានជួបបញ្ហាអីទៀតដែរនិយាយទៅជីវិតពីមុនរបស់គាត់ហ្នឹងក៏វាត្រឡប់មកដូចដើមវិញហើយបងប្អូនប្រកាសជាឆ្ងល់រឿងគ្រូចូលរូបម្នាក់ហ្នឹងហើយមែនទេថាហេតុអីចំណិចហ្នឹងមិនទៅរករឿងវិញមិនទៅជេរមិនទៅថាឲ្យឬមួយក៏សងសឹកវិញណាហើយតាមពិតទៅចំណុចហ្នឹងប៉ាម៉ាក់ចំណិចគាត់ក៏ចង់ទៅសងសឹកវិញដែរប៉ុន្តែប៉ាម៉ាក់ចំណិចចង់ទៅសងសឹកមិនមែនសងសឹករឿងមន្តអាគមទេគឺប៉ាម៉ាក់គាត់ចង់ទៅប្តឹងចង់លេងផ្លូវច្បាប់ប៉ុន្តែលោកគ្រូដែលជាអ្នកជួយចំណិចហ្នឹងគាត់ណែនាំគាត់ថាមិនចាំបាច់ទៅចងកម្មពៀជាមួយគេទេឲ្យរឿងហ្នឹងវាចប់តែប៉ុណ្្នឹងទៅពីព្រោះបើសិនជាយើងទៅរករឿងគ្រូម្នាក់ហ្នឹងថាមិនត្រូវគឺវាធ្វើអំពើដាក់ចំណិចម្ដងទៀតពីព្រោះវាមានតាំងពីសម្លៀកបំពាក់វាមានតាំងពីថ្ងៃខែឆ្នាំកំណើតហើយថាមិនសូវវាមានតាំងពីតសៃសក់ចំណិចនិយាយទៅគឺវាមានព័ត៌មានគ្រប់យ៉ាងរបស់ចំណិចដោយសារតែចំណិចអាសាទៅផ្ទះវាអញ្ចឹងវាមិនមានគ្រប់យ៉ាងមែនទេអញ្ចឹងបើសិនជាយើងសងសឹកវាឬមួយក៏ទៅប្តឹងអាគ្រូចូលរូបម្នាក់ហ្នឹងថាមិនសូវវាអាចនឹងធ្វើអំពើមកចំណិចម្ដងទៀតហើយបើសិនជាវាអាក្រក់ជាងនឹងទៀតវាមិនត្រឹមតែធ្វើដាក់ចំណិចទេវាធ្វើដាក់ម៉ាក់ប៉ាចំណិចទៀតមិនបញ្ហាកាន់តែធំហ្នឹងមែនទេអញ្ចឹងគ្រូម្នាក់ហ្នឹងគាត់ណែនាំគាត់ថាស្ងប់ទៅពីរងាប់ដោយការមិនចង់ពីអាពាក្យហ្នឹងយើងឮហើយដូចជាមិនសូវជាសុខចិត្តប្រហែលទេណាប៉ុន្តែអាហ្នឹងហើយគឺជាវិធីល្អបំផុតពីរងាប់ដោយការមិនចង់ពីអញ្ចឹងហើយក៏ប៉ាម៉ាក់ចំណិចជាមួយនឹងចំណិចហ្នឹងក៏បដោយរឿងហ្នឹងឲ្យតាមយថាកម្មទៅទុកឲ្យកម្មពៀអ្នកដោះស្រាយអាអ្នកដែលធ្វើអំពើដាក់គេហ្នឹងគង់តែមានថ្ងៃមួយវានឹងទទួលកម្មដោយខ្លួនឯងទេដោយយើងមិនចាំបាច់ទៅធ្វើអំពើដាក់វាវិញអញ្ចឹងណាហើយទាំងអស់នេះគឺជារឿងរ៉ាវរបស់ចំណិចដែលគាត់បានជួបនៅក្នុងជីវិតរបស់គាត់និយាយទៅខ្ញុំស្ដាប់រឿងមួយនេះហើយមានអារម្មណ៍ថាអាណិតគាត់មែនតើគឺមនុស្សស្រីម្នាក់ដែលមានការងារល្អមានគូដណ្ដឹងល្អមនុស្សប្រុសដែលឲ្យតម្លៃគាត់ស្រឡាញ់គាត់និយាយល្អដាក់គាត់តែចុងក្រោយជីវិតរបស់គាត់ទៅជាខ្ទេចខ្ទីដោយសារតែអារឿងអស់ហ្នឹងហើយសាច់រឿងមួយនេះគឺវាអប់រំយើងច្រើនមែនតើបើសិនជាបងប្អូនស្ដាប់ឲ្យលម្អិតខ្ញុំជឿថាបងប្អូននឹងទទួលបានគំនិតល្អចេញពីក្នុងរឿងមួយហ្នឹងដូចចំណុចចាប់ផ្ដើមនៃរឿងរ៉ាវទាំងអស់បងប្អូនគិតមើលថារឿងរ៉ាវទាំងអស់វាកើតឡើងដោយសារអីអានេះខ្ញុំមិនចង់បន្ទោសចំណិចទេណាប៉ុន្តែរឿងហ្នឹងគឺវាកើតឡើងដោយសារតែចំណិចខ្លួនឯងបងប្អូនស្ដាប់ពីដំបូងមកសួរថាចំណិចមានរឿងអីអត់នៅក្នុងជីវិតគាត់គឺអត់មានទេហើយគូដណ្ដឹងរបស់គាត់ក៏មិនបានទៅក្បត់ចិត្តចំណិចមិនបានទៅលួចមានស្រីមិនបានទៅតាក់ទងសង្សារចាស់វិញនិយាយទៅគឺអត់មានអីទាំងអស់តែចំណិចនេះគាត់ជាមនុស្សស្រីដែលគិតច្រើនពេកគាត់គិតខ្លួនឯងគាត់ហួងហែងគាត់បារម្ភគូដណ្ដឹងរបស់គាត់គាត់ចេះតែសម័យខ្លួនឯងថាតិចគូដណ្ដឹងគាត់ទៅធ្វើការនៅបារាំងគេទៅធ្វើការកន្លែងសង្សារចាស់របស់គេតិចគេទៅត្រូវគ្នាវិញតិចគេលួចតាក់ទងគ្នាទៅតិចគេលួចលាក់ទៅនិយាយទៅចេះតែអញ្ចឹងចេះតែគិតខ្លួនឯងទាំងដែលអត់មានរឿងនឹងកើតឡើងទេតែដោយសារមនុស្សគាត់ស្រឡាញ់គូដណ្ដឹងគាត់ពេកគាត់គិតខ្លួនឯងអីខ្លួនឯងហើយអាការគិតច្រើនរបស់គាត់ហ្នឹងទើបធ្វើឲ្យគាត់ទៅរកគ្រូទាយហើយរកគ្រូទាយទី1ទី2ទី3គេថាអត់មានបញ្ហាអីទេគេថាពីរអ្នកគាត់ហ្នឹងស្រឡាញ់គ្នាហើយខាងប្រុសហ្នឹងអត់មានទៅតាក់ទងអ្នកណាអ្នកណីទេហើយចុងក្រោយពីរអ្នកគាត់ហ្នឹងនឹងបានរៀបការជាមួយគ្នាអាហ្នឹងគឺគ្រូទី1ទី2ទី3គេទាយមកអញ្ចឹងប៉ុន្តែចំណិចនេះគាត់មិនអស់ចិត្តគាត់ក៏ទៅទាយគ្រូទី4ដែលជាគ្រូចូលរូបហ្នឹងហើយបានទៅរកអាគ្រូម្នាក់នោះហើយបានធ្វើឲ្យហេតុការណ៍ទាំងអស់ហ្នឹងវាកើតឡើងអញ្ចឹងគ្រប់យ៉ាងគឺវាកើតឡើងដោយសារតែចំណិចខ្លួនឯងគឺគិតច្រើនពេកសម័យខ្លួនឯងគិតតែខ្លួនឯងអញ្ចឹងអាចចំណុចហ្នឹងវាក៏ជាមេរៀនមួយវាក៏ជាការអប់រំមួយដល់យើងអ្នកស្ដាប់ដែរណាដូចថាពេលខ្លះយើងអត់គួរគិតច្រើនពេកដល់ថ្នាក់ហ្នឹងទេហើយយើងត្រូវចាំថាមនុស្សដែលស្រឡាញ់យើងទោះបីជាគាត់ទៅដល់ជើងមេឃក៏គាត់នៅតែស្រឡាញ់យើងដែរ
tụi bây chỉ có tới thưa ca nơi Prang Americ rồi có tới cái lốc cái liệt na cái đó ta có sẽ lánh dương hói có nâng tà lọc mà rồi dương vinh đầu dương mình chăm bạch khai bà rom khai cọt miên srei miên ấy thế ấy bà sân chỉ cọt miên srei lùi lẹ bị dương bật mẹ ná dương có ót cua do cọt màu nơi không chỉ vật dương này mày nè dương cua tà lên cọt tử đời xa cọt ót sẽ lánh dương thế bạn cọt tử lùi lẹ tẹ toàn nạp xình có nhau còn rừng đó cứ viên chẳng bà sân chỉ dương cất ba ná tại trên ấy cọt cất ót bàn cọt đăng tập bị bà róm huông hánh hay cất trờn là hốt đo tà ro kru mối bị bấy buồn đó ạ hay bạn tới chụp kru tí buồn đó ạ ba trong kru alien đó á kru đài nhưng mình đang chỉ đã cho một việc mấy tiết á đại kru tí buồn kru chỗ ruột đó á vị trí một là cùng vị trí tỉ còn tại video vị trí là vị trí đó á mau thưa tổng vừa mùi nặng vì từ đó vì tôi ti khó kê khó ảnh đang đại kru tí bay muốn á cái tha sai chỉ vật bo trên ấy cứ lọ nè bạn nó rệp ca cho mỗi kia tại đọc bê chụp kru tí buồn đại chỗ ruột đó á vì tha trên ấy nâng bắt bóng mà nơi đại clone lạnh ấy vì đầm rỡ ao trên ấy đó á do thay khai cho năm cầm ná ớt do sầm điệp bóng pẹ mà nè mà có play chỉ mối nâng côn đắng quạt đó á mau thưa bị thí đầm bấy chong nị say chọp kia chong ao pi nè quạt đó á ọt ao clear bị kia tì tụ bây trẻ lấy nơi ngay bị kia có khang pro nơi ta lạnh nơi ta nấc nơi ta chong chật trên ấy chẳng nè vậy tức cho người chọp kia có mau việc bay kia bàn ấy trên ấy quạt lưng trắng quạt có chưa đại sao tại crew mà nè nâng quạt tháp bà sân chỉ mình thưa thế ngay khỏi nâng bát bong hay trên này cọt sánh côn đắng cọt á đâu phải cọt lư piện nâng á bông bông cật mơ cọt ngọc chật ọt cọt và cọt chỉ ọt đấy mày này chẳng bàn cọt sọc chật mau thưa bị thi cho mối nâng acro mà nè nâng hay acro mà nè nâng việc bàn ngày khai cho năm cầm nát việc bàn sầm liệu bằng pẹ hói việc mình men mau thưa bị thi trong shop ní say đôi viên vậy nâng thế việc bài chỉ do bỏ miếng bao kê nâng á mau thưa pơ mau thưa snai hay từ bông lái việc và cọt chia thưa pơ đạn trên nách muối hay cho mối nâng Dennis đại chia côn đắng nâng á chẳng hai bàn pi nè con nó ngã chluộc nè là hột từ bóng láo nhá giấy anh tích chluộc nè khó tới miên tà rường miên tà pa nhà hà nó ngầm pơ từ bóng á ai bàn khỏi máu trên này cọt chập đám khơi miên sờ máu mà nước pro mà nè đại là rút riêng đôi kru mà nè nâng chẳng máu thưa bạp cọt máu bầm piên cọt nó không có tốt nữa á hay cho nói nâng nhưng mà đăng tha cái hào vị trí ấy tê bóng bồn vị trí đọ vị nhiên màu rồng lốp ai nó nâng nhưng mà đăng tha cái hào vị trí ấy tê còn đào quay đây trên này phẹp máu cương chẳng cứ cọt khơi sầm máu mà nước khmai mà nè cho nó không bắt tập cọt hay sầm máu khmai nữa á rút riêng đối kru châu rút mà nè nông chẳng scom hiện swat hay tầm ná đa cao vậy tức còn nó cọt khơi cứ cọt đần mỏng thà kru châu rút còn nó khơi sầm máu khmai nữa á đần mỏng sầm máu nữa á mà thơ ba cọt mà ao xếp ngay sân tờ họ giúp hay bạn khối máu trên nách nữa á chạy tầm mẹ rắm nấc kru mà nè nông chạy tờ trăng tờ rô ọt bàn thòm bàn chứ nè cho nó nâng hai bông bồn cứ quạt thử snai cây hơi giống bông bồn na để đáp mình chóp ai nâng cất hai trên này nâng ai cổ clean mấy từ đó khi đỏ tia nhớ nè tại bà sẽ đáp ai chóp bàn đằng tha quạt nâng ạ thử snai cây thử bơ cây giống hai bàn là vô lên đằng ấy nâng á hay bây giờ quạt tư nâng á cứ quạt sờ lọp quạt đằng ấy thì nó không bắt tục chủ mùi nâng kru mà nè nông á hay bông bồn sờ máy mơ tha kru mà nè nông á vì thưa ấy khác đã trên này anh ấy nhóm mến trong cất mình lỏi nè còn tay vì cất lọ chanh khủ mà nè nông ạ việc đăng tải thưa ẩm pơ mình lọ đã trên này mà nói phía rồi việc đăng tải bóng piên khuôn trên đây thôi bây giờ trên đây sẽ lóp nữa á thấy smarto nè ấy sầm nang mùi bao trên đây chứ bông bông đăng sầm nang ấy vậy cứ trên đây sầm nang hói đá mình miên côn cho mùi nâng kru mà nè nông vì bố trên đây có thác có tới theo khủ mà nè nông ạ trở đòn nè tay trong khối máu có ọt miên tay bùa cho mùi khủ mà nè nông tì nhưng nâng á chấp tục tha chia sầm nang mùi cho và sân chia trên đây miên tay bùa cho mùi nâng kru mà nè nông tiết mà đăng chia mày tê chỉ vật cọt mà đang chỉ cọt từ tu ba nót á ta chặt tục tha vì chia sầm nang tội mùi nó không kêu là thông bạc cọt chẳng nè ấy chẳng tới chọn đâu mà thằng từ đó kia nó ạ ấy từ mà đâu mà đón lùi á lùi thưa thưa là cách không của xa $10,000 chiếng so tậpประมาณ pon năng cơn mưa chẳng bạn ơi tí tiết thằng lối thằng khôn hói thằng chỉ vật tiệt anh ấy sầm nang á đại mạ ba cọt chui toàn chẳng kêu mà nè nó ngon bông bông cận mưa từ thao vi chia mà nó bộc hết nè anh em phải tối nay nhầm xong hào kru chẳng á đời sao tao vì mình cua cột thì việc cua tại hai ở cọ chi nâng thì rồi tại nhóm tục á hào vì tập bên nâng tao ba này nâng hái co chia mê riêng mùi đòi dương nè sẽ đạp đấy nè đại dương pe đại tờ ro kru tia rồi co kru chô ru kru mona công ai cả đôi dương thời tầm mơ ai men ten đôi rương nâng chân khơi nhé tờ ro kru còn admin cất chở nè còn cất tập tia ni tia nu
ហើយគ្រូនិយាយចេញមកដូចថាត្រូវពេកណាយើងមិនជឿមែនទេហើយគ្រូនឹងបានអីនិយាយមិនត្រូវបើគ្រូនឹងវាចេះពិតមែនវាជាគ្រូមន្តអាគមពិតមែនប៉ុន្តែគ្រាន់តែថាវាគ្រូមន្តអាគមតែវាអន់ចរិតវាយកមន្តអាគមដែលវាចេះហ្នឹងមកធ្វើពិធីអញ្ចឹងដាក់គេអានេះស្មាតោហើយខ្ញុំគិតលេងណាអានេះគឺជារឿងដែលកើតចំពោះចនិចហើយចុះអ្នកផ្សេងទៀតបងប្អូនគិតមើលអ្នកផ្សេងដែលទៅរកគ្រូម្នាក់ហ្នឹងមិនដឹងជាគ្រូម្នាក់ហ្នឹងវាធ្វើដាក់ប្រមាណ100នាក់ក៏យើងមិនដឹងដែរមែនទេអញ្ចឹងអានេះគ្រាន់តែជារឿងមួយរបស់ចនិចទេតែអ្នកផ្សេងមកកណោដែលចាញ់បោកគ្រូហ្នឹងមិនដឹងជាជីវិតគាត់ទៅជាយ៉ាងណាឯមែនទេហើយចនិចដូចបញ្ជាក់មុនហ្នឹងអញ្ចឹងគាត់មិនចង់ទៅរករឿងមិនចង់ទៅប្តឹងមិនចង់ទៅមានបញ្ហាជាមួយគ្រូម្នាក់ហ្នឹងបន្តទៀតដោយសារតែខ្លាចគ្រូម្នាក់ហ្នឹងវាលេងមកគាត់ម្ដងទៀតវាធ្វើអំពើមកទៀតអញ្ចឹងហើយគាត់សម្រេចចិត្តថាស្ងៀមស្ងាត់អត់ចង់ឲ្យមានបញ្ហាទៅមុខទៀតណាហើយណាមួយគ្រូគាត់ក៏ណែនាំឲ្យថាពៀរងាប់ដោយការមិនចង់ពៀអញ្ចឹងហើយទៅគាត់សុកចិត្តស្ងាត់ហើយសុកចិត្តរស់នៅជាមួយនឹងអាវិបដិសេរីមួយហ្នឹងណាអាចំណុចមួយហ្នឹងខ្ញុំជឿថាបើសិនជាប៉ះអ្នកខ្លះវិញណាគាត់អត់មានពៀរងាប់ដោយការមិនចង់ពៀទេថាមិនស្រួលហ្នឹងគាត់ទៅលេងអាគ្រូមួយហ្នឹងឲ្យចាស់ដៃអញ្ចឹងណាអត់មានរឿងពៀរងាប់ដោយការមិនចង់ពៀទេហើយមិនស្រួលហ្នឹងអ្នកខ្លះគ្មានខ្លាចត្រូវអំពើគ្មានអីម្ដងទៀតទេគឺធំមិនលេងឯងសងសឹកឲ្យវិញអញ្ចឹងណាហ្នឹងហើយនិយាយទៅអានេះអារម្មណ៍បុគ្គលណាតែគាត់ថាក្រុមគ្រួសារចនិចគាត់សុកចិត្តស្ងាត់សុកចិត្តស្ងប់ហើយចំណុចមួយទៀតដែលខ្ញុំសង្កេតឃើញណាគឺចនិចគាត់ថាពេលដែលគាត់ទៅផ្ទះគ្រូម្នាក់ហ្នឹងណាគាត់ជួបម៉ាក់ប៉ាគ្រូម្នាក់ហ្នឹងអង្គុយនៅជាន់ក្រោមហើយជាយាយចាស់តាចាស់ណាអញ្ចឹងបងប្អូនគិតមើលថាម៉ាក់ប៉ាគ្រូម្នាក់ហ្នឹងគាត់ដឹងអត់ថាទង្វើកូនប្រុសគាត់ដែលធ្វើជាគ្រូចូលរូបហ្នឹងណាវាបោកគេបោកឯងហើយវាបំពេញខ្លួនចនិចនេះសួរថាម៉ាក់ប៉ាគ្រូម្នាក់ហ្នឹងគាត់ដឹងអត់បើសិនជាគាត់មិនដឹងអានេះមិនសូវអីទេណាតែបើសិនជាគាត់ដឹងណាគាត់ដឹងហើយគាត់នៅតែឲ្យកូនគាត់ធ្វើអញ្ចឹងទៀតអញ្ចឹងម៉ាក់ប៉ាគ្រូម្នាក់ហ្នឹងក៏មិនធម្មតាដែរដូចថាជំរុញអំពើអាក្រក់របស់កូនខ្លួនឯងអញ្ចឹងណាតែនេះអត់ច្បាស់ណាបងប្អូនណាគ្រាន់តែយើងវិភាគខ្លួនឯងទេដោយសារតែចំណិចគាត់ថាពេលដែលគាត់ទៅផ្ទះគ្រូម្នាក់ហ្នឹងគឺគាត់តែងតែជួបតាចាស់យាយចាស់ពីរនាក់អង្គុយនៅជាន់ក្រោមអង្គុយចាំទទួលភ្ញៀវអញ្ចឹងណាអញ្ចឹងមិនដឹងទេថាគាត់ដឹងឬអត់ហើយហ្នឹងហើយបងប្អូននេះគឺជារឿងរ៉ាវមួយដែលធ្ងន់ធ្ងរបំផុតសម្រាប់ជីវិតចំណិចណាហើយបងប្អូនប្រកាសជាយល់ហើយមែនទេថាហេតុអីខ្ញុំលាក់ឈ្មោះគាត់ខ្ញុំលាក់ធុរកិច្ចរបស់គាត់លាក់ព័ត៌មានរបស់គាត់គឺដោយសារតែហេតុការណ៍ដែលកើតឡើងចំពោះគាត់ហ្នឹងវាដូចថាมันអាចទទួលយកបានណាអញ្ចឹងខ្ញុំក៏សុំលាក់ប្រវត្តិរបស់គាត់ទាំងអស់ទាំងឈ្មោះតួអង្គទាំងប្រមាណនៅក្នុងរឿងហ្នឹងគឺជាឈ្មោះដែលខ្ញុំដាក់ឯណាឈ្មោះពិតគាត់មិនមែនឈ្មោះហ្នឹងទេហើយបើយើងនិយាយទៅកាន់អាគ្រូចូលរូបដែលធ្វើអំពើស្នេហ៍ដាក់ចនិចហ្នឹងអាហ្នឹងបងប្អូនជឿទៅអនាគតវាគឺមិនល្អទេឥឡូវហ្នឹងវាមិនតាន់អីដោយសារតែវានៅមានកម្លាំងវានៅមានវិជាអាចគ្រប់គ្រងវិញ្ញាណអាចលេងមន្តអាគមបានណាតែដល់ពេលវារៀងចាស់បន្តិចឬក៏វាអស់កម្លាំងអស់សមត្ថភាពក្នុងការធ្វើមន្តអាគមធ្វើអំពើហ្នឹងហើយគឺវានឹងត្រូវទទួលកម្មពីដែលវាបានធ្វើអាហ្នឹងខ្ញុំជឿថាអញ្ចឹងអានេះមិនមែនដាក់ទំនាយណាគឺស្ដាប់រឿងច្រើនគឺវាអញ្ចឹងអ្នកដែលធ្វើអំពើអាក្រក់ដាក់គេធ្វើអំពើដាក់គេធ្វើស្នេហ៍ដាក់គេអីហ្នឹងលទ្ធផលចុងក្រោយមិនដែលល្អទេគឺគ្រប់យ៉ាងវានឹងឡងទៅអ្នកឯងវិញប៉ុន្តែគ្រាន់តែថាមិនដឹងពេលណាអញ្ចឹងណាតែសូមបញ្ជាក់មួយថាគ្រូល្អក៏មានដែរមិនមែនគ្រូសុទ្ធតែអាក្រក់ទាំងអស់ទេនិយាយទៅគ្រូដែលគេល្អក៏មានគ្រូដែលបោកហ្នឹងក៏ច្រើនអញ្ចឹងហើយយើងនេះបើសិនជាចង់ទៅរកគ្រូណាយើងត្រូវតែមើលឲ្យស្រួលបួនតិចហើយបើសិនជាអាចតាមដានគាត់ឲ្យយូរតិចទៅចាំទៅមើលគាត់មិនមែនស្គាល់ពុបទៅមើលប៉ាប់ចាយលុយពុបអាហ្នឹងគឺហានិភ័យខ្ពស់ណាស់អញ្ចឹងប្រយ័ត្នប្រយែងតិចអញ្ចឹងរឿងរ៉ាវមួយនេះវាមិនមែនជារឿងល្អទេសម្រាប់អ្នកដែលជួបហេតុការណ៍មួយហ្នឹងប៉ុន្តែវាជារឿងល្អមួយសម្រាប់យើងអ្នកស្ដាប់ទុកជាមេរៀនទុកជាបទពិសោធន៍ទោះបីជាយើងមិនបានជួបដោយផ្ទាល់វាក៏អប់រំដល់យើងអ្នកស្ដាប់ដែរមែនទេចឹងសង្ឃឹមថាបងប្អូនទទួលបានការអប់រំល្អៗចេញពីក្នុងសាច់រឿងរបស់ចនិចហ្នឹងណាហើយរឿងមួយនេះវាអាចនឹងមិនមែនជាប្រភេទរឿងដែលខ្មោចលងគួរឲ្យខ្លាចអីទេប៉ុន្តែខ្ញុំជឿថារឿងមួយនេះអ្នកដែលជួបគឺវាគួរឲ្យខ្លាចជាងខ្មោចទៀតជួបខ្មោចគឺគាត់គ្រាន់តែលងយើងហើយគឺចប់ហើយណាប៉ុន្តែអារឿងនេះវានៅដិតដាមក្នុងអារម្មណ៍របស់យើងវានៅតែលងយើងរាល់ថ្ងៃវាលងយើងមួយជីវិតចឹងណាយើងអាចបំភ្លេចបានទេហើយវានឹងក្លាយជាវិបដិសេរីមួយរបស់យើងពេញមួយជីវិតទោះបីជាយើងផឹងបំភ្លេចមិនក៏បំភ្លេចអត់បានដែរអញ្ចឹងរឿងមួយនេះវាជារឿងដែលគួរឲ្យខ្លាចបែបត្រូវអំពើគេចឹងណាអូខេចឹងរឿងរ៉ាវរបស់ចនិចមានតែប៉ុណ្្នឹងទេចឹងសម្រាប់បងប្អូនដែលស្ដាប់មកដល់ចំណុចនេះហើយកុំភ្លេចជួយចុច like subscribe ហើយសញ្ញាកណ្ដឹងឲ្យដំណើរម្នាក់មួយផងហើយអរគុណច្រើនដែលចំណាយពេលដ៏មានតម្លៃស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរខ្មោចក្រោយៗទៀតបាយបាយ